Albert Einstein ធ្លាប់ជាក្មេងដែលរៀនមិនបានលទ្ធផលល្អលើមើលវិន័យមិនស្ដាប់គ្រូរហូតត្រូវសាលាដេញចេញក៏ប៉ុន្តែក្រោយមកបានក្លាយទៅជាអ្នកវិទ្យាសាស្ត្រដែលទទួលរង្វាន់ Nobel ខាងរូបវិទ្យាជាសកម្មជនសន្តិភាពនិយមក៏ប៉ុន្តែបានបង្កើតទ្រឹស្ដីដែលនាំទៅដល់ការផលិតអាវុធនុយក្លេអ៊ែរដែលជាអាវុធប្រឡាយលោកនេះគឺជាប្រវត្តិនៃដំណើរជីវិតរបស់អ្នកប្រាជ្ញដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពីក្រោយសម័យកាល Isaac Newton Albert Einstein កើតនៅឆ្នាំ 1879 នៅក្នុងទីក្រុងអូនប្រទេសអាល្លឺម៉ង់តែធំដឹងក្តីនៅក្នុងទីក្រុងមួយនេះអនាគតអ្នកប្រាជ្ញដ៏ល្បីមួយនេះកើតមកមិនមានលក្ខណៈពិសេសអ្វីឲ្យលើសពីក្មេងដទៃទៀតនោះទេគឺមានតែផ្ទុយទៅវិញ Einstein ជាក្មេងដែលក្រចេះនិយាយរហូតធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភខ្លាំងហើយនាំយកទៅជួបគ្រូពេទ្យដើម្បីពិគ្រោះយោបល់តទៅដល់អាយុ3ឆ្នាំទៅ4ឆ្នាំទើប Einstein ចេះនិយាយនៅវ័យកុមារនៅក្នុងពេលដែលក្មេងៗស្របាលគ្នានៅសម័យនោះចូលចិត្តលេងច្បាំងគ្នា Einstein វិញចូលចិត្តលេងសង់ផ្ទះជាពិសេសសង់ផ្ទះជាច្រើនជាន់ដោយប្រើសន្លឹកបៀហើយចូលចិត្តនៅតែឯងអង្គុយសញ្ជប់សញ្ជឹងនិងស្រមើស្រមៃនៅក្នុងការស្រមើស្រមៃនេះ Einstein ចូលចិត្តគិតពីអ្វីៗដែលហួសពីការមើលឃើញដោយភ្នែកពីអ្វីៗដែលគេពិបាកនឹងពន្យល់ហើយក្រោយមកទម្លាប់គិតស្រមើស្រមៃបែបនេះក៏បានคล้ายទៅជាវិធីសាស្ត្រមួយក្នុងការសិក្សាស្រាវជ្រាវរបស់ Einstein វិធីសាស្ត្រសិក្សាដែលគេឲ្យឈ្មោះថាការធ្វើពិសោធន៍ដោយគិតក្នុងចិត្តមានគ្រឿងលេងមួយទៀតដែលទាក់ទាញអារម្មណ៍ Einstein ខ្លាំងដែរកាលពីក្មេងគឺត្រីវិស័យដែល Einstein បានទទួលជាអំណោយពីឪពុកតាំងពីពេលមានអាយុទើបនឹងបាន4ទៅ5ឆ្នាំ Einstein នៅពេលនោះមានការចំណាច់ក្នុងចិត្តយ៉ាងខ្លាំងនៅពេលដែលមើលឃើញទ្រនិចត្រីវិស័យតែងតែចង្អុលទៅទិសដៅមួយជាប់ជានិច្ចគឺទិសខាងជើង Einstein សាកល្បងគ្រប់មធ្យោបាយទាំងអស់ដោយយកត្រីវិស័យទៅដាក់ពីកន្លែងមួយទៅកន្លែងមួយទាំងដាក់ផ្កាប់ឬផ្ងាឬក៏ចាប់បង្វិលយ៉ាងណាក៏ទ្រនិចរបស់វានៅតែត្រឡប់មករកកន្លែងដើមគឺចង្អុលទៅទិសខាងជើង Einstein នៅពេលនោះឆ្ងល់ខ្លាំងណាស់ក៏សួរទៅឪពុកថាតើហេតុអ្វីបានជាទ្រនិចត្រីវិស័យតែងតែចង្អុលទៅទិសតែមួយបែបនេះឪពុករបស់ Einstein ក៏បានពន្យល់ថាផែនដីយើងនេះគឺប្រៀបបាននឹងដែកឆក់ដ៏ធំមួយដែលមានកម្លាំងម៉ាញ៉េទិកទាញទ្រនិចត្រីវិស័យឲ្យចង្អុលទៅទិសខាងជើងឬបែបនេះ Einstein មិនត្រឹមតែអស់ចម្ងល់ក៏ប៉ុន្តែកាន់តែមានភាពអស្ចារ្យក្នុងចិត្តថែមទៀតនៅពេលដែលដឹងថានៅជុំវិញខ្លួនយើងនេះមានកម្លាំងដ៏ចម្លែកមួយដែលយើងមើលមិនឃើញក៏ប៉ុន្តែជាកម្លាំងដែលមានឥទ្ធិពលអាចបង្វិលទ្រនិចត្រីវិស័យបានអនុស្សាវរីយ៍ជាមួយនឹងត្រីវិស័យបានដកចប់ក្នុងចិត្តរបស់ Einstein រហូតទៅដល់វ័យចំណាស់ក៏លោកនៅតែចងចាំហើយបានសរសេររំលឹកថាគឺចេញពីត្រីវិស័យនេះហើយដែលធ្វើឲ្យលោកមានគំនិតដកចប់មករហូតថានៅពីខាងក្រោយអ្វីៗដែលយើងមើលឃើញដោយភ្នែកនៅមានអ្វីៗជាច្រើនផ្សេងទៀតដែលយើងមើលមិនឃើញក្រៅពីកម្លាំងម៉ាញ៉េទិកនៅមានកម្លាំងអរូបីមួយទៀតដែលទាក់ទាញអារម្មណ៍ Einstein ខ្លាំងតាំងពីក្មេងមកដែរគឺអគ្គិសនីឪពុករបស់ Einstein គឺជាវិស្វករហើយរួមជាមួយនឹងឪពុកមីរបស់ Einstein ពួកគេបានបង្កើតជាសហគ្រាសមួយដែលមានជំនាញខាងគ្រឿងអគ្គិសនី Einstein មានការអស្ចារ្យក្នុងចិត្តចំពោះចរន្តអគ្គិសនីវាជារបស់ដែលគេមិនអាចមើលឃើញតែមានអំណាចខ្លាំងអស្ចារ្យហើយក្នុងពេលជាមួយគ្នាក៏ពោពេញទៅដោយគ្រោះថ្នាក់ផងដែរ Einstein មានចម្ងល់យ៉ាងច្រើនទាក់ទងទៅនឹងអគ្គិសនីដោយចោទជាសំណួរយ៉ាងច្រើនមិនចេះចប់មិនចេះហើយចំពោះឪពុកនិងឪពុកមីតើអគ្គិសនីធ្វើឡើងពីអ្វីមានល្បឿនលឿនប៉ុណ្ណាតើគេមានវិធីណាអាចមើលវាឃើញដែរឬទេលាក់នឹងលាក់Einstein កើតនៅក្នុងត្រកូលជីវិតក៏ប៉ុន្តែមិនមែនជាអ្នកគោរពប្រតិបត្តិតាមសាសនានិងទំនៀមទម្លាប់របស់ជីវិតនោះទេមិនតែប៉ុណ្ណោះ
Einstein ត្រូវបានឪពុកម្ដាយចុះឈ្មោះឲ្យចូលរៀននៅសាលាបឋមសិក្សាកាតូលិកដោយយល់ថាសាលាមានគុណភាពល្អការសិក្សារបស់ Einstein នៅថ្នាក់បឋមសិក្សាបានប្រព្រឹត្តទៅដោយរលូនដោយគ្មានចោទជាបញ្ហាអ្វីនោះទេក៏ប៉ុន្តែអ្វីចាប់ផ្ដើមប្រែប្រួលនៅពេលចូលដល់ថ្នាក់អនុវិទ្យាល័យគ្រូរបស់ Einstein មិនចូលចិត្ត Einstein ដែលចូលចិត្តសួរដេញដោយច្រើនហួសហេតុហើយជាពិសេសគឺសួរពីរឿងដែលហួសពីកម្មវិធីសិក្សាឬក្រៅកម្មវិធីសិក្សាចំណែកឯ Einstein វិញក៏មិនចូលចិត្តសាលាមិនចូលចិត្តទាំងការតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋាននិងវិន័យតឹងតែងដោយសាលាទាហានមិនចូលចិត្តទាំងបរិយាកាសជុំវិញដោយសារតែ Einstein មានគំនិតខុសគេមានចំណាប់អារម្មណ៍និងចំណូលចិត្តខុសគេពិបាកក្នុងការរាប់អានមិត្តនិងជាពិសេសជាងនេះទៅទៀតគឺ Einstein មិនចូលចិត្តការបង្រៀនដែលតម្រូវឲ្យមានការអាននិងទន្ទេញចាំមាត់និងទាមទារឲ្យសិស្សគោរពតាមយ៉ាងខ្ជាប់ខ្ជួននៅសេចក្តីបង្រៀនរបស់គ្រូដោយមិនបើកចំហឲ្យមានការចោទសួរឬជជែកដេញដោលបន្តិចម្ដង Einstein ក៏មានការសោះល្វើយក្នុងការរៀនសូត្រលើកលែងតែមុខវិជ្ជាមួយដែល Einstein ស្រឡាញ់ចូលចិត្តជាងគេគឺគណិតវិទ្យាដោយសារតែវាជាមុខវិជ្ជាមួយដែលទាមទារឲ្យមានការត្រិះរិះពិចារណាហើយមិនចេះតែអានឬទន្ទេញចាំមាត់នៅពេលដែល Einstein មានអាយុ16ឆ្នាំដោយសារតែមុខជំនួយរបស់ឪពុកក្រុមគ្រួសាររបស់ Einstein បានរើចេញពីអាល្លឺម៉ង់ទៅរស់នៅអ៊ីតាលីក៏ប៉ុន្តែនៅពេលនោះឪពុករបស់ Einstein ដែលមានក្តីស្រមៃចង់ឲ្យកូនក្លាយជាវិស្វករក៏បានទុកឲ្យ Einstein បន្តការរៀនសូត្រនៅទីក្រុង Munich តែម្នាក់ឯងការបែកពីក្រុមគ្រួសារបានធ្វើឲ្យ Einstein មានភាពកណ្ដោលកណ្ដែងហើយរួមជាមួយនឹងការមិនចូលចិត្តសាលាស្រាប់ផងនោះ Einstein ក៏រៀនលែងចូលហើយជារឿយៗតែងតែរងទណ្ឌកម្មដោយការធ្វើល្មើសនៅវិន័យសាលា Einstein មានផ្នត់គំនិតមួយថាការស្ដាប់តែតាមបញ្ជាគ្រូឬគោរពតាមតែវិន័យដោយមិនគិតត្រិះរិះពិចារណាវាគឺជាសត្រូវដ៏ធំបំផុតនៃការស្វែងរកសេចក្តីពិតនៅទីបំផុតទៅ Einstein ក៏ត្រូវគេបណ្តេញចេញពីសាលាជប់ឲ្យរៀនតទៅទៀតការបណ្តេញចេញពីសាលាបើទោះបីជាសាលាដែល Einstein មិនចូលចិត្តក៏ប៉ុន្តែវានៅតែជាបទពិសោធន៍ដ៏ជូរចត់មួយសម្រាប់ Einstein ខឹងនឹងគ្រូព្រមទាំងមានភាពអាម៉ាស់និងខកចិត្តចំពោះខ្លួនឯងដែលទទួលបរាជ័យនៅសាលាក៏ប៉ុន្តែក្នុងពេលជាមួយគ្នា Einstein ក៏សប្បាយចិត្តផងដែរសប្បាយចិត្តនឹងបានទៅរស់នៅជួបជុំគ្រួសារនៅអ៊ីតាលីនៅចុងឆ្នាំ1894 Einstein ដែលរៀនមិនចប់ថ្នាក់វិទ្យាល័យផងនោះបានចាក់ចេញពីប្រទេសអាល្លឺម៉ង់ហើយធ្វើដំណើរទៅរស់នៅជួបជុំជាមួយនឹងគ្រួសារនៅឯប៉ែកខាងជើងប្រទេសអ៊ីតាលីទៅដល់មិនយូរប៉ុន្មានផង Einstein បានដាក់ចិត្តស្រឡាញ់ប្រទេសអ៊ីតាលីដែលជាប្រទេសមិនសូវប្រកាន់ទំនៀមទម្លាប់និងវិន័យតឹងរ៉ឹងដូចអាល្លឺម៉ង់ហើយប្រជាជនអ៊ីតាលីនោះទៀតសោតក៏មានភាពរាក់ទាក់នឹងចិត្តគំនិតបើកចំហដែលត្រូវនឹងផ្នត់គំនិតរបស់ Einstein នៅក្នុងដែនដីដែលជាប្រភពអ្នកប្រាជ្ញសម័យកាល La Renaissance នេះ Einstein រស់នៅក្នុងជីវិតមួយពោរពេញទៅដោយភាពរីករាយនឹងការទស្សនាការប្រគំតន្ត្រីរីករាយនឹងការទស្សនាសារមន្ទីរនិងជាពិសេសរីករាយនឹងការមានពេលវេលាគិតពិចារណានិងអានសៀវភៅទៅតាមចិត្តចង់របស់ខ្លួននៅពេលនោះ Einstein ផ្ដោតអារម្មណ៍ខ្លាំងទៅលើការសិក្សាឆ្វេងយល់ពីប្រវត្តិអ្នកប្រាជ្ញមុនជាពិសេសអ្នកប្រាជ្ញដែលទទួលរងនឹងការរិះគន់ឬដាក់ទោសដោយសារតែប្រកាន់គំនិតផ្ទុយពីជំនឿនិងទំនៀមទម្លាប់ចាស់រួមមានដូចជាតារាវិទូប៉ូឡូស Nicolas Copernic និងអ្នកប្រាជ្ញអ៊ីតាលី Galileo Galilei ជាដើមសម្រាប់មនុស្សដូចជា Einstein ដែលចូលចិត្តមានសិទ្ធិសេរីភាពពេញលេញក្នុងការគិតពិចារណាអានសៀវភៅនិងសិក្សាឆ្វេងយល់ទៅលើប្រធានបទតាមតែខ្លួនចង់ដោយមិនបារម្ភពីការគោរពវិន័យសាលានិងការបង្រៀនរបស់គ្រូវាគ្មានអ្វីដែលសប្បាយជាងជីវិតអ្នកប្រាជ្ញក្រៅសាលាដូចជានៅអ៊ីតាលីនេះទេក៏ប៉ុន្តែជីវិតសប្បាយរីករាយនេះវាមិនបានថិតថេរនៅយូរប៉ុន្មាននោះទេកិច្ចការរកស៊ីរបស់ឪពុក Einstein ត្រូវទទួលបរាជ័យជាបន្តបន្ទាប់ហើយជីវភាពគ្រួសារក៏ចាប់ផ្ដើមធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ Einstein ក៏ចាប់ផ្ដើមមានការខ្វល់ខ្វាយពីដំណើរជីវិតទៅថ្ងៃអនាគត Einstein ដឹងច្បាស់ថាលោកមិនអាចបន្តរស់នៅដោយពឹងលើឪពុកម្ដាយបែបនេះតទៅទៀតបានទេ
ហើយការរស់នៅតាមរបៀបរបស់លោកនៅអ៊ីតាលីនេះអ្វីត្បិតតែវាជាដំណើរជីវិតដ៏រីករាយមួយហើយលោកក៏អាចកើនចំណេះដឹងច្រើនជាងកាលពីរៀននៅសាលាទៅទៀតក៏ប៉ុន្តែវាក៏មិនអាចផ្ដល់ឱកាសក្នុងការស្វែងរកការងារធ្វើដើម្បីបានលុយមកចិញ្ចឹមជីវិតបាននោះដែរក្រោយពីបានគិតពិចារណាយ៉ាងល្អិតល្អន់ Einstein ក៏បានកំណត់ក្នុងចិត្តថានឹងចាប់យកអាជីពជាសាស្ត្រាចារ្យខាងរូបវិទ្យាក៏ប៉ុន្តែដើម្បីអាចធ្វើជាសាស្ត្រាចារ្យបានលោកចាំបាច់ត្រូវតែត្រឡប់ទៅចូលរៀននៅសាលាវិញ Einstein ចូលចិត្តសាលានៅអ៊ីតាលីក៏ប៉ុន្តែលោកមានចំណោទខាងភាសាដូច្នេះហើយទើបលោកសម្រេចចិត្តទៅរៀននៅស្វីសដែលជាសាលាមានផ្នត់គំនិតសេរីនិយមប្រហាក់ប្រហែលនឹងអ៊ីតាលីតែល្អត្រង់និយាយភាសាអាល្លឺម៉ង់ Einstein បានសន្យាជាមួយនឹងឪពុកម្ដាយថានឹងខិតខំរៀនដោយខ្លួនឯងនៅផ្ទះដើម្បីប្រឡងចូលរៀននៅសាលា Polytechnic ក្រុង Zurich ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយខាងផ្នែកវិស្វកម្មនិងវិទ្យាសាស្ត្រទូទៅក៏ប៉ុន្តែការប៉ុនប៉ងប្រឡងចូលសាលា Polytechnic នេះត្រូវទទួលបរាជ័យដែលនៅក្នុងការប្រឡងឆ្នាំ1895 Einstein បានពិន្ទុល្អតែខាងគណិតវិទ្យានិងរូបវិទ្យាចំណែកឯមុខវិជ្ជាផ្សេងទៀតត្រូវធ្លាក់ទាំងអស់ទោះជាយ៉ាងនេះក៏ដោយ Einstein ក៏មិនសុខចិត្តបោះបង់ចោលការព្យាយាមតែត្រឹមនេះដែរដោយបានទៅរៀនព្រាមរយៈពេល1ឆ្នាំមុននឹងត្រឡប់មកប្រឡងម្ដងទៀតហើយបានជាប់ចូលរៀនសាលា Polytechnic Zurich នៅឆ្នាំ1896នៅពេលនោះ Einstein ទើបនឹងមានអាយុបាន17ឆ្នាំតែប៉ុណ្ណោះនៅក្នុងអំឡុងពេលដែលបានជាប់ចូលរៀននៅសាលា Polytechnic នោះ Einstein បានសម្រេចចិត្តបោះបង់ចោលសញ្ជាតិអាល្លឺម៉ង់ដែលជាសញ្ជាតិកំណើតហើយដាក់ពាក្យសុំចូលសញ្ជាតិស្វីសដែល Einstein ទទួលបាននៅឆ្នាំ1901ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យនៅសាលា Polytechnic ក្រុង Zurich Einstein បានបង្កើតនៅទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមិត្តរួមថ្នាក់ម្នាក់មានដើមកំណើតមកពីសាសឌីឈ្មោះថា Mileva Maric ដែលជាសិស្សស្រីតែម្នាក់គត់នៅក្នុងថ្នាក់ក៏ប៉ុន្តែជាសិស្សដ៏ឆ្នើមម្នាក់ Einstein និង Mileva Maric ចំណាយពេលច្រើនរៀនជាមួយគ្នាជជែកដេញដោលគ្នាពីរូបវិទ្យាហើយបន្តិចម្ដងភាពជិតស្និទ្ធនៅក្នុងទំនាក់ទំនងក្នុងការសិក្សាក៏បានរៀបដើរទៅជាទំនាក់ទំនងផ្ទាល់ខ្លួនអ្នកទាំងពីរចាប់ចិត្តស្រឡាញ់គ្នាហើយសន្យាថានឹងរៀបការនឹងគ្នានៅក្រោយពេលបញ្ចប់ការសិក្សា Einstein បានប្រឡងជាប់ទទួលសញ្ញាបត្រជាសាស្ត្រាចារ្យខាងរូបវិទ្យានៅឆ្នាំ1900នៅក្នុងវ័យ21ឆ្នាំនេះគួរតែជាការបើកទំព័រជីវិតដ៏មានសុភមង្គលមួយសម្រាប់ Einstein មានគូស្នេហ៍មានសញ្ញាបត្រនៅក្នុងដៃអាចចាប់អាជីពជាសាស្ត្រាចារ្យទៅតាមក្តីស្រមៃហើយអាចរៀបការកសាងគ្រួសារជាមួយនឹងគូស្នេហ៍របស់ខ្លួនក៏ប៉ុន្តែអ្វីៗមិនបានដំណើរការទៅតាមក្តីបំណងទាំងអស់នេះទេក្នុងរយៈពេលប្រមាណជា2ឆ្នាំចាប់តាំងពីបញ្ចប់ការសិក្សាមក Einstein បានដាក់ពាក្យសុំបង្រៀននៅស្ទើរតែគ្រប់ទីកន្លែងទាំងអស់ក៏ប៉ុន្តែគ្មានសាលាណាមួយទទួលឲ្យ Einstein ធ្វើជាសាស្ត្រាចារ្យនោះទេ Einstein ខ្លាយទៅជាអ្នកអត់ការងារធ្វើដើរទាត់ខ្យល់ហើយក្រុមគ្រួសារដែលកំពុងតែឆ្លងកាត់បញ្ហានៅក្នុងការរកស៊ីផងនោះក៏មិនអាចផ្ញើលុយកាក់មកជួយបាននោះដែរ Einstein ត្រូវធ្លាក់នៅក្នុងសភាពតោកយ៉ាកសុខភាពធ្លាក់ចុះទន់ខ្សោយហើយសូម្បីតែលុយបង់ថ្លៃឈ្នួលផ្ទះក៏មិនមានផងកុំថាឡើយដល់ទៅមានលុយរៀបការនិងចិញ្ចឹមគ្រួសារ Einstein ចាប់ផ្ដើមអស់សង្ឃឹមនៅក្នុងជីវិតហើយនៅក្នុងសម្បត្តិខ្លះដែលផ្ញើទៅក្រុមគ្រួសារដែលនៅអ៊ីតាលីEinstein ថែមទាំងបានសរសេរថាលោកមិនគួរនឹងចាប់កំណើតនៅលើโลกនេះទេពីព្រោះថាជីវិតរបស់លោកគ្មានន័យអ្វីទាំងអស់ទុកជន់លើទុកបន្ថែមពីក្នុងពេលដែល Einstein កំពុងតែប្រឈមមុខនឹងភាពអត់ការងារធ្វើនិងជីវភាពតោកយ៉ាក
ឪពុករបស់ Einstein ក៏ស្រាប់តែទទួលមរណភាពដោយជំងឺកែមបេះដូងដែលជាហេតុធ្វើឲ្យខ្សែជីវិតរបស់ Einstein កាន់តែត្រូវកណ្ដោយកណ្ដែងថែមមួយកម្រិតទៀតប្រឈមមុខនឹងជីវភាពតោកយ៉ាក Einstein ក៏សម្រេចចិត្តបោះបង់ក្តីបំណងចង់ធ្វើជាសាស្ត្រាចារ្យខាងរូបវិទ្យាហើយសុខចិត្តទទួលយកការងារជាជំនួយការបច្ចេកទេសនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រកកម្មដែលជាស្ថាប័នរដ្ឋស្វីសទទួលបន្ទុកត្រួតពិនិត្យនិងចុះបញ្ជីការពិសិដ្ឋលើរូបមន្តវិទ្យាសាស្ត្រឬការច្នៃប្រឌិតថ្មីៗណាមួយទៅតាមការស្នើសុំរបស់ម្ចាស់ស្នាដៃនេះវាមិនមែនជាអាជីពនៅក្នុងក្តីស្រមៃរបស់ Einstein នោះទេតែទោះជាយ៉ាងណាវាក៏ជាការងារដែលអាចផ្ដល់ប្រាក់ខែគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពនិងអាចចិញ្ចឹមគ្រួសារបានក្រោយពីបានការងារធ្វើ Einstein បានរៀបការជាមួយនឹង Mileva Maric នៅឆ្នាំ1903ជាមួយនឹងចំណងដៃកូនប្រុសទី1នៅឆ្នាំ1904មុននឹងកើតបានកូនប្រុសទី2 6ឆ្នាំក្រោយមកទៀតនៅឆ្នាំ1902ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក៏ប៉ុន្តែមិនអាចរកការងារធ្វើបាន Einstein ក៏បានបោះបង់ក្តីបំណងចង់ក្លាយទៅជាសាស្ត្រាចារ្យរូបវិទ្យាហើយសុខចិត្តទទួលយកការងារជាអ្នកជំនួយការបច្ចេកទេសតូចតាចមួយនៅក្នុងស្ថាប័នរដ្ឋស្វីសគឺការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅទីនោះ Einstein មានភារកិច្ចត្រួតពិនិត្យពាក្យសុំចុះបញ្ជីការពិសិដ្ឋលើការរកឃើញខាងផ្នែកវិទ្យាសាស្ត្ររូបមន្តឬការច្នៃប្រឌិតថ្មីៗណាមួយហើយតាមពិតទៅការងារនេះក៏ទាមទារនូវចំណេះដឹងខាងផ្នែកវិទ្យាសាស្ត្រផងដែរក៏ប៉ុន្តែសម្រាប់ Einstein វាគឺជាការងារដ៏ងាយស្រួលបំផុតការងារដែលតាមធម្មតាគេត្រូវធ្វើពេញមួយថ្ងៃ Einstein ធ្វើចប់សពគ្រប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងហើយពេលទំនេរសល់ពីនោះ Einstein យកទៅចំណាយលើអ្វីដែលលោកតែងតែចូលចិត្តធ្វើតាំងពីដើមរៀងមកគឺស្រមើស្រមៃត្រិះរិះពិចារណាសិក្សាទៅលើបាតុភូតវិទ្យាសាស្ត្រនៅទីបំផុតទៅការងារនៅការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មដែលជាការងារ Einstein ជ្រើសរើសយកទាំងទើសទាល់ដោយសារតែគ្មានជម្រើសស្រាប់តែបានប្រែក្លាយទៅជាការងារដែលផ្ដល់នូវឱកាសដ៏វិសេសវិសាលបំផុតសម្រាប់ការសិក្សាស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្ររបស់ Einstein ក៏ដូចជាសម្រាប់ដំណើរវិវត្តនៃវិទ្យាសាស្ត្រសម្រាប់មនុស្សជាតិជាទូទៅនៅក្នុងពេលធ្វើការនៅការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនោះហើយដែល Einstein បានរកឃើញនូវទ្រឹស្ដីវិទ្យាសាស្ត្រដ៏សំខាន់ជាច្រើនដែលត្រូវបានគេចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យនៅក្នុងប្រវត្តិនៃវិទ្យាសាស្ត្រជាពិសេសនាំឲ្យមានការផ្លាស់ប្ដូរនៅការយល់ឃើញរបស់មនុស្សជាតិចំពោះចក្រវាឡនៅក្នុងរយៈពេល6ឆ្នាំដែល Einstein ធ្វើការនៅការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មពីឆ្នាំ1902ដល់ឆ្នាំ1908ឆ្នាំ1905ត្រូវបានគេចាត់ទុកថាជាឆ្នាំដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ Einstein និងសម្រាប់វិទ្យាសាស្ត្រជាទូទៅនៅក្នុងឆ្នាំ1905នោះ Einstein បានសរសេរនិងចុះផ្សាយនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលត្រូវបានសាកលវិទ្យាល័យ Zurich ទទួលស្គាល់ថាជាសារណាបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិតខាងរូបវិទ្យាហើយបន្ថែមពីលើនេះទៅទៀត Einstein បានចុះផ្សាយនៅទ្រឹស្ដីវិទ្យាសាស្ត្រដ៏សំខាន់ចំនួន4ផ្សេងទៀតនៅក្នុងឆ្នាំតែមួយនោះគឺទ្រឹស្ដីស្ដីពីធាតុផ្សំនៃពន្លឺទ្រឹស្ដីស្ដីពីអាតូមទ្រឹស្ដីស្ដីពីម៉ាស់និងថាមពលដែលបង្កើតបានទៅជារូបមន្តដ៏ល្បីល្បាញបំផុតមកទល់នឹងពីបច្ចុប្បន្នគឺ E ស្មើនឹង mc ការ៉េនិងទ្រឹស្ដីកាន់តែសំខាន់មួយទៀតដែលគេហៅតាមភាសាអង់គ្លេសថា special relativityនៅពេលដែល Einstein បង្កើតបាននូវទ្រឹស្ដីវិទ្យាសាស្ត្រដ៏សំខាន់នៅក្នុងឆ្នាំ1905 Einstein មានវ័យទើបនឹងបាន26ឆ្នាំប៉ុណ្ណោះហើយក៏មិនមែនជាអ្នកវិទ្យាសាស្ត្រអ្វីនោះដែរគឺគ្រាន់តែជាបុគ្គលិកតូចតាចម្នាក់នៅក្នុងការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតែប៉ុណ្ណោះក៏ប៉ុន្តែនៅក្រៅពេលដែលទ្រឹស្ដីអស់ទាំងនេះត្រូវបានគេយកទៅចុះផ្សាយគេឈ្មោះរបស់ Einstein ក៏បានចាប់ផ្ដើមល្បីរន្ទឺហើយនៅឆ្នាំ1909 Einstein ត្រូវបានសាកលវិទ្យាល័យ Zurich តែងតាំងឲ្យធ្វើជាសាស្ត្រាចារ្យខាងរូបវិទ្យា
សម្រាប់ Einstein ដែលតែងតែមានក្តីប្រាថ្នាចង់ធ្វើជាសាស្ត្រាចារ្យរូបវិទ្យាតាំងពីយូរណាស់មកហើយនោះនេះគឺជាសបិនដែលខ្លាចជាការពិតក៏ប៉ុន្តែនេះគ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះនៅឆ្នាំ1913សាកលវិទ្យាល័យមួយទៀតបានហៅ Einstein ឲ្យទៅធ្វើការដោយផ្ដល់ប្រាក់ខែយ៉ាងច្រើនលើលោកបើធៀបនឹងការងារចាស់ហើយលើពីនេះទៅទៀតការងារនៅសាកលវិទ្យាល័យថ្មីនេះនឹងផ្ដល់ពេលវេលាច្រើនដល់ Einstein សម្រាប់ត្រិះរិះពិចារណានិងសិក្សាទៅលើបញ្ហាវិទ្យាសាស្ត្រតាមតែចិត្តចង់ Einstein ក៏ត្រូវបានគេសន្យាផ្ដល់មុខតំណែងជានាយកវិទ្យាស្ថានស្រាវជ្រាវខាងរូបវិទ្យាផងដែរក៏ប៉ុន្តែបញ្ហាដែលចោទធំបំផុតនោះគឺនៅត្រង់ថាសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនេះស្ថិតនៅឯទីក្រុងបែរឡានប្រទេសអាល្លឺម៉ង់ហើយភរិយារបស់ Einstein មិនចង់ចាក់ចេញពីស្វីសទៅរស់នៅបែរឡាន Einstein នៅពេលនោះត្រូវប្រឈមមុខនឹងជម្រើសរវាងម្ខាងគ្រួសារនិងម្ខាងទៀតការងារដែលខ្លួនស្រឡាញ់ Einstein ជ្រើសរើសយកការងារហើយទទួលយកតំណែងជាសាស្ត្រាចារ្យនិងនាយកវិទ្យាស្ថានស្រាវជ្រាវរូបវិទ្យានៅបែរឡានពីដំបូងឡើយ Mileva Maric ភរិយារបស់ Einstein បានសុខចិត្តទៅតាម Einstein នៅអាល្លឺម៉ង់ក៏ប៉ុន្តែរស់នៅបានតែប៉ុន្មានខែ Mileva ក៏បាននាំកូនប្រុសទាំងពីរត្រឡប់មកស្វីសវិញដោយទុក Einstein ឲ្យនៅបែរឡានតែម្នាក់ឯងមូលហេតុមិនមែនមានត្រឹមតែថា Mileva មិនចង់រស់នៅទីក្រុងបែរឡាននោះទេតែសំខាន់ជាងនេះទៅទៀតគឺដោយសារតែ Einstein មានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីថ្មីដែលត្រូវជាបងជីដូនមួយមានឈ្មោះថា Elsa នៅឆ្នាំ1919ក្រោយពីរស់នៅបែកគ្នាអស់រយៈពេល5ឆ្នាំ Einstein និង Mileva Maric ក៏បានលែងលាគ្នាជាផ្លូវការហើយប្រមាណជា3ខែក្រោយមក Einstein ក៏បានរៀបការជាមួយនឹង Elsa ជាផ្លូវការតាមការពិតមុននឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងលែងលាគ្នានេះ Einstein បានចុះខសន្យាជាមួយនឹង Mileva Maric ថាប្រសិនបើ Mileva ព្រមព្រៀងចុះហត្ថលេខាលែងលះនៅថ្ងៃណាមួយនោះដែល Einstein ទទួលបាននៅពានរង្វាន់ Nobel លុយទាំងអស់ដែលបានពីរង្វាន់ Nobel នេះនឹងត្រូវប្រគល់ទៅឲ្យ Mileva និងកូនប្រុសទាំងពីរនៅក្នុងអំឡុងពេលនោះ Einstein មានភាពប្រកបក្នុងចិត្តថាតាមរយៈទ្រឹស្ដីដែលលោកបានរកឃើញលោកប្រកាសជានឹងទទួលបានពានរង្វាន់ Nobel ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំទ្រឹស្ដីដ៏សំខាន់របស់លោកស្ដីពី General Relativity នៅតែជាបញ្ហាចម្រូងចម្រាសហើយបេក្ខភាពរបស់លោកក៏ត្រូវបានគណៈកម្មាធិការ Nobel ច្រានចោលម្ដងជាពីរដងរហូតទាល់ទៅដល់ឆ្នាំ1922ទើប Einstein ត្រូវបានគេប្រគល់រង្វាន់ Nobel ខាងរូបវិទ្យាតាមការពិតទៅរង្វាន់ Nobel នោះក៏មិនមែនបានមកដោយសារតែទ្រឹស្ដីដ៏ល្បីល្បាញស្ដីពី General Relativity នេះដែរតែបានមកដោយសារតែទ្រឹស្ដីស្ដីពីធាតុផ្សំនៃពន្លឺដែល Einstein បានរកឃើញនិងចុះផ្សាយតាំងពីឆ្នាំ1905នៅពេលដែលលោកកំពុងតែធ្វើការនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រកម្មនៅឯប្រទេសស្វីសនៅឡើយទោះជាយ៉ាងណារង្វាន់ Nobel នេះវាគឺជាការផ្ដល់នូវកិត្តិយសនិងការទទួលស្គាល់ចំពោះសមត្ថភាពជាអ្នកវិទ្យាសាស្ត្ររបស់ Einstein ហើយលុយទាំងអស់ដែលបានពីរង្វាន់ Nobel នេះត្រូវបាន Einstein ប្រគល់ទៅឲ្យ Mileva Maric និងកូនប្រុសស្របទៅតាមការសន្យានៅក្នុងកិច្ចព្រមព្រៀងលែងលះសម្រាប់ Einstein នេះមិនមែនមានន័យត្រឹមតែជាការបំពេញតាមកិច្ចសន្យាដែលបានចុះតាមប៉ុណ្ណោះទេតែជានេះទៅទៀតការប្រគល់លុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅផ្គត់ផ្គង់ជីវភាពអតីតភរិយាព្រមទាំងបំរុងទុកសម្រាប់អនាគតកូនប្រុសទាំងពីរបែបនេះវាក៏បានជួយបន្ធូរបន្ថយយ៉ាងច្រើនផងដែរនៅពីរដ្ឋភាពនៃការបោះបង់ចោលប្រពន្ធកូនSpecial Relativity គឺជាទ្រឹស្ដីមួយនៅក្នុងចំណោមទ្រឹស្ដីសំខាន់ៗទាំង4ដែលលោក Albert Einstein បានរកឃើញនៅក្នុងឆ្នាំ1905នៅពេលដែលលោកនៅជាបុគ្គលិកការិយាល័យចុះបញ្ជីប្រកាសនីយបត្រកម្មនៅឡើយយោងតាមគោលការណ៍ Relativity គ្រប់អ្វីៗទាំងអស់នៅក្នុងចក្រវាឡយើងនេះគ្មានអ្វីដែលមានតម្លៃដាច់ខាតនោះទេឬអាចនិយាយបានម្យ៉ាងទៀតថាគ្មានអ្នកណាម្នាក់អាចកំណត់យ៉ាងដាច់ខាតថាវត្ថុណាមួយស្ថិតនៅនឹងថ្កល់ឬវត្ថុណាមួយមានចលនានោះទេវត្ថុមួយស្ថិតនៅនឹងថ្កល់ឬក៏មានចលនាហើយមានចលនាក្នុងលើ4ប៉ុណ្ណា
គឺវាអាស្រ័យទៅលើថាតើគេមើលពីចំណុចណាហើយធៀបទៅនឹងអ្វីនៅក្នុងគណៈពេលដែលលោកអ្នកកំពុងស្ដាប់ការរៀបរាប់របស់ខ្ញុំនេះអ្នកដែលអង្គុយស្ដាប់មួយកន្លែងនៅក្នុងផ្ទះប្រកាសជានឹងគិតថាខ្លួនស្ថិតនៅស្ងៀមគ្មានចលនាបើធៀបទៅនឹងផ្ទះនិងផ្ទៃដីក៏ប៉ុន្តែបើគេមើលពីទីអវកាសវិញលោកអ្នកមិនមែនកំពុងស្ថិតនៅស្ងៀមគ្មានចលនានោះទេទាំងលោកអ្នកទាំងផ្ទះនិងទាំងផ្ទៃដីកំពុងតែមានចលនាទៅតាមចលនាវិលជុំវិញខ្លួនឯងនៃភពផែនដីក្នុងល្បឿនរហូតដល់ទៅជាង 1,600 គីឡូម៉ែត្រក្នុង1ម៉ោងបើធៀបទៅនឹងព្រះអាទិត្យវិញលោកអ្នកកំពុងតែធ្វើដំណើរក្នុងល្បឿន 110,000 គីឡូម៉ែត្រក្នុង1ម៉ោងទៅតាមចលនារបស់ភពផែនដីដែលវិលជុំវិញព្រះអាទិត្យហើយទាំងព្រះអាទិត្យទាំងភពផែនដីនិងប្រព័ន្ធព្រះអាទិត្យទាំងមូលកំពុងធ្វើដំណើរវិលជុំវិញ Galaxy Milky Way ក្នុងល្បឿនរហូតដល់ទៅប្រមាណជា 72,000 គីឡូម៉ែត្រក្នុង1ម៉ោងតាមពិតទៅយើងមិនចាំបាច់គិតទៅដល់ភាពស្មុគស្មាញនៃចលនារបស់ភពផែនដីនិងប្រព័ន្ធព្រះអាទិត្យក៏អាចសង្កេតមើលឃើញពីគោលការណ៍ relativity នេះដែរគឺអាចមើលឃើញកាន់តែច្បាស់នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃអ្នកខ្លះប្រហែលជាធ្លាប់ឆ្លងកាត់នៅបទពិសោធន៍ជិះនៅលើកប៉ាល់មួយហើយមានកប៉ាល់មួយទៀតដែលនៅក្បែរគ្នានៅពេលមួយយើងមើលឃើញកប៉ាល់ដែលនៅក្បែរនោះមានចលនាថយទៅក្រោយក៏ប៉ុន្តែប្រសិនបើយើងមិនក្រឡេកភ្នែកមើលទៅកំពង់ផែឬក៏ច្រាំងទន្លេទីនោះយើងមិនអាចដឹងដោយប្រកាសបានទេថាតើកប៉ាល់ដែលនៅក្បែរយើងស្ថិតនៅនឹងថ្កល់ហើយកប៉ាល់របស់យើងបើកទៅមុខឬក៏កប៉ាល់របស់យើងស្ថិតនៅនឹងថ្កល់ហើយកប៉ាល់ដែលនៅក្បែរយើងបើកថយទៅក្រោយតាមការពិតយោងតាមគោលការណ៍ relativity ប្រសិនបើកប៉ាល់ទាំងពីរនេះស្ថិតនៅកណ្ដាលលំហអវកាសដោយគ្មានច្រាំងទន្លេគ្មានភពគ្មានផ្កាយគ្មានអ្វីទាំងអស់ជាចំណុចធៀបទេនោះគ្មានអ្នកណាម្នាក់អាចកំណត់បានទេថាតើកប៉ាល់មួយណានៅស្ងៀមហើយកប៉ាល់មួយណាមានចលនា គោលការណ៍ relativity តាមការពិតមានដើមកំណើតចេញពីទ្រឹស្ដីរបស់ Galilei ក៏ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ 1905 នៅពេលសិក្សាទៅលើទ្រឹស្ដីនេះ Einstein បានប្រឈមមុខនឹងចំណោទដ៏ធំមួយដែលដោះស្រាយមិនចេញគឺភាពផ្ទុយគ្នារវាងគោលការណ៍ relativity នេះជាមួយនឹងទ្រឹស្ដីទាក់ទងទៅនឹងល្បឿននៃពន្លឺយោងតាមគោលការណ៍ relativity មនុស្សម្នាក់ដែលជិះលើរថភ្លើងដែលធ្វើដំណើរក្នុងល្បឿន50 គីឡូម៉ែត្រក្នុង1ម៉ោងហើយចោលកូនបាល់ក្នុងល្បឿន100 គីឡូម៉ែត្រក្នុង1ម៉ោងក្នុងទិសដៅស្របនឹងរថភ្លើងសម្រាប់អ្នកចោលកូនបាល់ដែលស្ថិតនៅលើរថភ្លើងកូនបាល់នេះមានចលនាក្នុងល្បឿន100 គីឡូម៉ែត្រក្នុង1ម៉ោងដដែលក៏ប៉ុន្តែសម្រាប់អ្នកដែលឈរស្ងៀមនៅលើដីកូនបាល់នេះមានចលនាក្នុងល្បឿនរហូតដល់ទៅ150 គីឡូម៉ែត្រក្នុង1ម៉ោងឯណោះពីព្រោះថាតាំងពីពេលដែលមិនទាន់ចោលនៅឡើយកូនបាល់នេះមានចលនានៅក្នុងល្បឿនរហូតដល់ទៅ50 គីឡូម៉ែត្រក្នុង1ម៉ោងរួចទៅហើយគឺល្បឿនរបស់រថភ្លើងសរុបសេចក្តីមកវិញកូនបាល់តែមួយក្នុងចលនាតែមួយក៏ប៉ុន្តែមានល្បឿនខុសគ្នាអាស្រ័យទៅលើថាតើគេមើលពីក្នុងរថភ្លើងឬមើលពីក្រៅរថភ្លើងក៏ប៉ុន្តែនៅពេលដែល Einstein យកករណីនេះទៅអនុវត្តចំពោះពន្លឺចំណោទដ៏ធំមួយបានកើតឡើងពីព្រោះថាបើតាមអ្វីដែលគេដឹងមកទល់នឹងពេលនោះជាពិសេសយោងតាមទ្រឹស្ដីរបស់ James Maxwell ពន្លឺមានល្បឿនថេរជាប់ជានិច្ចបើទោះបីជានៅក្នុងស្ថានភាពណាក៏ដោយនិយាយឲ្យងាយយល់ប្រសិនបើគេចាំងពន្លឺចេញពីលើរថភ្លើងបើទោះបីជារថភ្លើងនោះមានល្បឿនលឿនប៉ុណ្ណាក៏ដោយពន្លឺនេះមានល្បឿនថេរជាប់ជានិច្ចគឺប្រមាណជា 30,000 គីឡូម៉ែត្រក្នុង1វិនាទីទាំងសម្រាប់អ្នកដែលនៅក្នុងរថភ្លើងនិងទាំងសម្រាប់អ្នកដែលនៅក្រៅរថភ្លើងនៅក្នុងចក្រវាឡវិញពន្លឺដែលចេញពីផ្កាយមួយបើទោះបីជាផ្កាយនោះមានចលនាសំដៅមកភពផែនដីឬក៏ចេញឆ្ងាយពីភពផែនដីរបស់យើងក្នុងល្បឿនរាប់សិបម៉ឺនគីឡូម៉ែត្រក្នុង1ម៉ោងក៏ដោយក៏ពន្លឺនេះនៅតែមានល្បឿនថេរជាប់ជានិច្ចទ្រឹស្ដីនៃពន្លឺនេះផ្ទុយទាំងស្រុងពីគោលការណ៍ relativity ហើយសម្រាប់ Einstein ទ្រឹស្ដីវិទ្យាសាស្ត្រ
ចាំបាច់ត្រូវតែមានតម្លៃជាសកលដោយមិនអាចមានទ្រឹស្ដីប្រឆាំងគ្នាបែបនេះបាននោះទេ Einstein បានព្យាយាមរកគ្រប់វិធីសាស្ត្រទាំងអស់ដើម្បីដោះស្រាយចំណុចដ៏ធំមួយនេះក៏ប៉ុន្តែខំប្រឹងយ៉ាងណាក៏នៅតែគ្មានដំណោះស្រាយហើយជំរឿនតែមួយគត់នៅពេលនោះគឺត្រូវតែបោះបង់ចោលទ្រឹស្ដីណាមួយក្នុងចំណោមទ្រឹស្ដីទាំងពីរនៅថ្ងៃមួយនៅក្នុងឆ្នាំ1905នៅពេលដែល Einstein តតម្រេះហើយហ៊ានតែនឹងបោះបង់ចោលការសិក្សាទៅលើទ្រឹស្ដី relativity នេះទៅហើយនោះស្រាប់តែដំណោះស្រាយលើបញ្ហាចាក់ស្រេះក្នុងខួរក្បាលរបស់លោកមួយរយៈកាលមកហើយនោះក៏ចាប់លេចបំណងឡើងហើយដំណោះស្រាយនេះគឺកើតចេញពីការជជែកគ្នាជាមួយនឹងមិត្តភ័ក្តិដ៏ជិតស្និទ្ធម្នាក់ឈ្មោះថា Michel Dessau ដែលធ្វើការជាមួយនឹង Einstein នៅឯការិយាល័យចុះបញ្ជីវិញ្ញាបនបត្រតក្កកម្មប្រធានបទនៃការជជែកគ្នាដែលនាំឲ្យ Einstein អាចដោះស្រាយចំណោទលើទ្រឹស្ដី Special Relativity នេះគឺទាក់ទងទៅនឹងសញ្ញាណនៃពេលចាប់តាំងពីដើមពីមកជាពិសេសនៅក្នុងទ្រឹស្ដីរូបវិទ្យារបស់ Newton គេបានកំណត់ថាលំហហើយនឹងពេលគឺមានតម្លៃដាច់ខាតជាសកលបើទោះបីជានៅទីកន្លែងណាក៏ដោយហើយនៅក្នុងស្ថានភាពបែបណាក៏ដោយ Einstein វិញមានគំនិតដ៏ថ្មីស្រឡាងមួយដែលជាបដិវត្តន៍នៃរូបវិទ្យាសម័យទំនើបគឺថាពេលមិនមានតម្លៃដាច់ខាតដោយអ្វីដែលគេធ្លាប់គិតពីមុនមកនោះទេពេលក៏ដូចជាលំហដែរសុទ្ធតែមានតម្លៃធៀបពោលគឺវាអាចប្រែប្រួលអាស្រ័យទៅលើចលនាយោងតាមទ្រឹស្ដីរបស់ Einstein រវាងអ្នកនៅស្ងៀមនិងអ្នកដែលមានចលនាពេលនិងលំហមិនមានតម្លៃដូចគ្នានោះទេបើចលនាមានល្បឿនកាន់តែលឿនពេលដើរកាន់តែយឺតហើយលំហក៏កាន់តែរួមតូចលើពីនេះទៅទៀត Einstein បានកំណត់ថាលំហហើយនឹងពេលមិនមែនជាសញ្ញាណពីរដាច់ពីគ្នានោះទេក៏ប៉ុន្តែតាមពិតគឺជាធាតុតែមួយដែលគេឲ្យឈ្មោះថាលំហពេលឬតាមភាសាអង់គ្លេសថា space time ចេញពីសមត្ថកម្មនេះហើយដែល Einstein អាចយកគោលការណ៍ relativity និងគោលការណ៍ទាក់ទងទៅនឹងភាពថេរនៃល្បឿនរបស់ពន្លឺយកមកច្របាច់បញ្ចូលគ្នាបង្កើតទៅជាទ្រឹស្ដី special relativity ក៏ប៉ុន្តែទ្រឹស្ដីនេះអនុវត្តបានតែក្នុងករណីពិសេសមួយតែប៉ុណ្ណោះគឺក្នុងករណីដែលចលនាមានល្បឿនថេរពោលគឺគ្មានសន្ទុះហើយដូច្នេះហើយបានជាគេឲ្យឈ្មោះថា special relativity តរតែប៉ុន្មានឆ្នាំក្រោយមកទៀតទើប Einstein ពង្រីកទ្រឹស្ដីនេះចេញទៅក្នុងករណីទូទៅហើយបង្កើតបានទៅជាទ្រឹស្ដីដែលគេឲ្យឈ្មោះថា general relativity នៅឆ្នាំ1905ក្នុងរយៈពេលត្រឹមតែ1ឆ្នាំ Einstein បានរកឃើញនៅទ្រឹស្ដីសំខាន់ៗចំនួន4ដោយទ្រឹស្ដីនីមួយៗសុទ្ធតែមានតម្លៃខាងវិទ្យាសាស្ត្រដែលគួរអាចទទួលរង្វាន់ Nobel រូបវិទ្យាបានក៏ប៉ុន្តែនៅពេលនោះទ្រឹស្ដីដែលបង្កើតឡើងដោយបុគ្គលិកតូចតាចមួយនៅឯការិយាល័យចុះបញ្ជីវិញ្ញាបនបត្រតក្កកម្មនេះមិនសូវជាមានអ្នកចាប់អារម្មណ៍យកភ្នែកមើលប៉ុន្មាននោះទេហើយរហូតទាល់តែ4ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ1909ទើប Einstein ត្រូវបានគេទទួលឲ្យធ្វើជាសាស្ត្រាចារ្យខាងរូបវិទ្យានៅឯសាកលវិទ្យាល័យ Swiss នៅក្នុងអំឡុងពេលនោះ Einstein នៅតែបន្តធ្វើការនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មដដែលហើយនៅតែបន្តចំណាយពេលក្រៅម៉ោងធ្វើការយកទៅធ្វើការស្រមើស្រមៃត្រិះរិះពិចារណានិងសិក្សាទៅលើទ្រឹស្ដីវិទ្យាសាស្ត្រដោយអ្វីដែលលោកធ្លាប់ធ្វើកាលពីពេលមុននៅពេលនោះ Einstein មិនស្កប់ចិត្តនឹងទ្រឹស្ដី special relativity របស់លោកដោយមើលឃើញថាវាគឺជាទ្រឹស្ដីដែលមិនពេញលេញដោយសារតែវាអាចអនុវត្តបានតែក្នុងករណីពិសេសមួយគឺក្នុងករណីដែលវត្ថុមានចលនានៅក្នុងល្បឿនថេរដោយគ្មានសន្ទុះ Einstein បានដាក់ចិត្តថានឹងធ្វើការសិក្សាដើម្បីពង្រីកទ្រឹស្ដីនេះឲ្យទៅជាទ្រឹស្ដីដែលអនុវត្តបាននៅក្នុងករណីជាទូទៅហើយនៅចុងឆ្នាំ1907នៅពេលដែលកំពុងរៀបចំសរសេរនៅសម្រួលទ្រឹស្ដីរបស់លោកដើម្បីត្រៀមចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Einstein ក៏ចាប់ផ្ដើមរកឃើញដំណោះស្រាយហើយដំណោះស្រាយនេះក៏មិនខុសពីដំណោះស្រាយទៅលើទ្រឹស្ដីភាគច្រើនផ្សេងទៀតកាលពីពេលមុនដែរគឺកើតចេញពីការអង្គុយគិតពិចារណាតាមបែបស្រមើស្រមៃឬដែលគេអាចហៅថាជាការធ្វើពិសោធន៍ដោយក្នុងគំនិតដែលជាចំណុចចាប់ផ្ដើមដ៏សំខាន់
ដែលឈានទៅរកការបង្កើតទ្រឹស្ដី General Relativity ហើយដែលក្រោយមក Einstein បានហៅថាជាគំនិតដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់លោកគឺបានលេចឡើងនៅពេលដែល Einstein កំពុងតែអង្គុយធ្វើការនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រកម្ម Einstein គិតស្រមៃថាប្រសិនបើមនុស្សម្នាក់ជិះនៅក្នុងចន្តាយន្តហើយចន្តាយន្តនេះដាច់ខ្សែធ្លាក់ពីលើកំពូលអគារដ៏ខ្ពស់មួយសម្រាប់អ្នកនៅខាងក្រៅចន្តាយន្តគេអាចនិយាយបានថាទាំងចន្តាយន្តនិងអ្នកជិះនៅខាងក្នុងនឹងធ្លាក់ចុះនៅក្នុងល្បឿនស្មើគ្នាដោយស្របទៅតាមទ្រឹស្ដីទម្លាក់សេរីរបស់យ៉ានីឡេពោលគឺគ្រប់វត្ថុទាំងអស់មិនថាមានទម្ងន់ខុសគ្នាប៉ុណ្ណានោះទេសុទ្ធតែធ្លាក់ចុះនៅក្នុងល្បឿនស្មើគ្នាក៏ប៉ុន្តែសម្រាប់អ្នកជិះនៅក្នុងចន្តាយន្តវិញដែលបិទចិត្តមិនអាចមើលឃើញពីទិដ្ឋភាពខាងក្រៅបាននៅក្នុងរយៈពេលប៉ុន្មានវិនាទីមុនពេលដែលចន្តាយន្តធ្លាក់ចុះទៅដល់ដីគឺប្រកាសជាមានអារម្មណ៍ថាខ្លួនហាក់ដូចជាអណ្ដែតនៅក្នុងចន្តាយន្តពោលគឺប្រៀបបាននៅក្នុងករណីចន្តាយន្តនេះកំពុងស្ថិតនៅស្ងៀមនៅកណ្ដាលទីអវកាសដែលគ្មានកម្លាំងទំនាញអ្វីទាំងអស់ Einstein បានគិតស្រមៃជាបន្តទៀតថានៅក្នុងករណីចន្តាយន្តនៅកណ្ដាលទីអវកាសប្រសិនបើគេអាចចងខ្សែកាបធ្ពក់ពីលើដំបូលចន្តាយន្តហើយទាញឡើងនៅក្នុងសន្ទុះមួយថេបើមើលពីខាងក្រៅនៅពេលដែលចន្តាយន្តមានចលនាឡើងលើអ្នកនៅខាងក្នុងចន្តាយន្តដែលពីដំបូងនៅស្ងៀមគឺត្រូវរងកម្លាំងរុញពីបាតចន្តាយន្តក៏ប៉ុន្តែសម្រាប់អ្នកនៅខាងក្នុងចន្តាយន្តដែលមិនអាចមើលឃើញទិដ្ឋភាពខាងក្រៅគឺប្រកាសជាមានអារម្មណ៍ថាខ្លួនកំពុងតែរងកម្លាំងទំនាញដែលទាញចុះទៅបាតចន្តាយន្តពោលគឺប្រៀបបាននឹងករណីចន្តាយន្តស្ថិតនៅស្ងៀមនៅលើផែនដីដូចនោះដែរចេញពីការគិតស្រមៃបែបនេះ Einstein បានទាញនៅសេចក្តីសន្និដ្ឋានមួយថាសន្ទុះនិងកម្លាំងទំនាញដែលជាសញ្ញាពីរដាច់ពីគ្នាតែបង្កើតនៅទិដ្ឋភាពដូចគ្នាដែល Einstein ឲ្យឈ្មោះថាគោលការណ៍សមមូលពោលគឺសមមូលរវាងកម្លាំងទំនាញនិងសន្ទុះចេញពីគោលការណ៍នេះ Einstein បានកំណត់ថាគន្លឹះនៅក្នុងការពង្រីកទ្រឹស្ដី Special Relativity ឲ្យទៅអាចអនុវត្តជាទូទៅបានទាំងក្នុងករណីចលនាក្នុងល្បឿនថេរនិងក្នុងករណីមានសន្ទុះគឺត្រូវគិតបញ្ចូលនៅទ្រឹស្ដីនៃកម្លាំងទំនាញនៅពេលនោះ Einstein មិនត្រឹមតែអាចដោះស្រាយចំណោទទាក់ទងនឹង General Relativity ប៉ុណ្ណោះទេក៏ប៉ុន្តែលោកថែមទាំងអាចបង្កើតនូវសញ្ញាថ្មីនៃកម្លាំងទំនាញដែលជាការសើរើឡើងវិញនៅទ្រឹស្ដីដែលមានអាយុកាលជាង300ឆ្នាំរបស់ Isaac Newton យោងតាមទ្រឹស្ដីរបស់ Newton កម្លាំងទំនាញគឺជាកម្លាំងដែលមានឥទ្ធិពលទាញវត្ថុមួយឲ្យចេញពីស្ថានភាពដើមកម្លាំងទំនាញរបស់ផែនដីដែលទាញផ្លែប៉ោមឲ្យធ្លាក់ចុះមកក្រោមក៏ប៉ុន្តែយោងតាមទ្រឹស្ដីរបស់ Einstein វិញជាពិសេសទៅតាមការគិតពិចារណាទៅលើករណីមនុស្សនៅក្នុងចន្តាយន្តគេមិនអាចកំណត់បានដោយប្រកាសដាច់ខាត់បានទេថាតើផែនដីនៅស្ងៀមហើយផ្លែប៉ោមធ្លាក់ចុះមកដីគឺកម្លាំងទំនាញតាមទ្រឹស្ដី Newtonឬក៏ផ្លែប៉ោមនៅស្ងៀមតែផែនដីដែលមានសន្ទុះឡើងទៅលើប៉ះនឹងផ្លែប៉ោមដែលនេះគឺជាសន្ទុះយោងតាម Einstein យន្តការនៃអ្វីដែលយើងហៅថាកម្លាំងទំនាញសកលតាមក៏ពិតទៅមិនមែនជាកម្លាំងដែលទាញវត្ថុមួយឲ្យចេញពីស្ថានភាពដើមដោយដែលគេធ្លាប់គិតតាំងពីសម័យកាល Newton មកនោះទេផ្ទុយទៅវិញកម្លាំងទំនាញធ្វើឲ្យលំហពេលដែលតាមភាសាអង់គ្លេសថា space time ត្រូវកោងហើយភាពកោងនៃលំហពេលនេះហើយដែលធ្វើឲ្យវត្ថុមួយមានចលនាចេញពីស្ថានភាពដើមរបស់ខ្លួនហើយបើតាម Einstein សូម្បីតែពន្លឺក៏ទទួលរងឥទ្ធិពលពីភាពកោងនៃលំហពេលនេះដែរពោលគឺកម្លាំងទំនាញអាចធ្វើឲ្យគន្លងនៃចលនារបស់ពន្លឺត្រូវកោងទ្រឹស្ដីតាក់ទងទៅនឹងកម្លាំងទំនាញនិងភាពកោងនៃលំហពេលនេះត្រូវបានគេស្គាល់ទៅជាទ្រឹស្ដីផ្សេងទៀតរបស់ Einstein ក៏ប៉ុន្តែតាមក៏ពិតទៅនេះទើបជាទ្រឹស្ដីដ៏សំខាន់បំផុតដែលគេរាប់ថាជាបដិវត្តន៍នៃរូបវិទ្យាសម័យទំនើបគឺរវាងរូបវិទ្យាសម័យកាល Newton និងរូបវិទ្យាសម័យកាល Einstein ទ្រឹស្ដីតាក់ទងទៅនឹងកម្លាំងទំនាញនិងភាពកោងនៃលំហពេលត្រូវបាន Einstein កំណត់ជាសមត្ថកម្មឡើងនៅក្នុងឆ្នាំ1907
ហើយបានចុះផ្សាយទ្រឹស្ដីតាក់ទងទៅនឹងឥទ្ធិពលនៃកម្លាំងទំនាញទៅលើគន្លងចលនារបស់ពន្លឺនៅឆ្នាំ1911ក៏ប៉ុន្តែមកទល់នឹងពេលនោះ Einstein នៅមិនទាន់អាចរៀបចំបង្កើតជាទ្រឹស្ដីតាមលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវនៅឡើយនោះទេដោយត្រូវចំណាយពេលជាច្រើនឆ្នាំបន្តមកទៀតដើម្បីព្យាយាមរកវិធីពន្យល់និងបញ្ជាក់ទ្រឹស្ដីរបស់លោកតាមរយៈរូបមន្តគណិតវិទ្យារហូតដល់ចុងឆ្នាំ1915ទើប Einstein បង្កើតបាននូវរូបមន្តពេញលេញមួយក្នុងការបញ្ជាក់អំពីទ្រឹស្ដី General Relativity របស់លោកក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយទ្រឹស្ដីនេះនៅតែមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រជាទូទៅទទួលស្គាល់នៅឡើយដោយសារតែវាជាទ្រឹស្ដីថ្មីស្រឡាងដែលផ្ទុយស្រឡះពីអ្វីដែលគេធ្លាប់គិតពីមុនហើយជានេះទៅទៀតវាគឺជាទ្រឹស្ដីដែលមានលក្ខណៈអរូបីខ្លាំងពេកដោយមិនមានភស្តុតាងជាក់ស្ដែងអាចមកបញ្ជាក់បានគេត្រូវរងចាំរហូតដល់ឆ្នាំ1919ទើបអាចរកឃើញភស្តុតាងមកបញ្ជាក់ទ្រឹស្ដី General Relativity ត្រូវបានគេទទួលស្គាល់យ៉ាងពេញលេញហើយ Einstein ក៏បានក្លាយទៅជាអ្នកប្រាជ្ញដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតមួយនៅទូទាំងពិភពលោកគិតមកត្រឹមដើមសតវត្សទី20រូបវិទ្យាមានមូលដ្ឋានគ្រឹះធំបំផុតលើទ្រឹស្ដីរបស់ Isaac Newton ហើយដូច្នេះហើយបានជានៅពេលដែល Einstein បង្កើតឡើងនូវទ្រឹស្ដី General Relativity បង្កើតឲ្យមាននូវសញ្ញាថ្មីនៃលំហពេលនិងជាពិសេសសញ្ញាថ្មីនៃកម្លាំងទំនាញដែលខុសពីទ្រឹស្ដីរបស់ Newton អ្នកវិទ្យាសាស្ត្រជាច្រើននៅពេលនោះមិនចង់ទទួលយកទ្រឹស្ដីរបស់ Einstein នេះទេដើម្បីបញ្ជាក់អំពីទ្រឹស្ដីរបស់ខ្លួន Einstein មិនត្រឹមតែត្រូវបង្ហាញពីរូបមន្តគណិតវិទ្យានោះទេតែសំខាន់ជាងនេះទៅទៀតគឺត្រូវធ្វើយ៉ាងណាស្វែងរកភស្តុតាងមកបញ្ជាក់ចំណុចសំខាន់មួយនៅក្នុងទ្រឹស្ដី General Relativity របស់ Einstein គឺឥទ្ធិពលនៃកម្លាំងទំនាញទៅលើលំហពេលហើយជាលទ្ធផលគឺឥទ្ធិពលទៅលើពន្លឺយោងតាម Einstein កម្លាំងទំនាញអាចធ្វើឲ្យគន្លងនៃពន្លឺត្រូវកោងហើយ Einstein បានធ្វើការសិក្សាលម្អិតទៅលើឥទ្ធិពលនៃកម្លាំងទំនាញរបស់ព្រះអាទិត្យលើពន្លឺដែលចាំងចេញពីផ្កាយសម្ដៅមកភពផែនដីតាមរយៈរូបមន្តគណិតវិទ្យា Einstein បានបង្ហាញថាពន្លឺដែលចាំងចេញពីផ្កាយកាត់ក្បែរព្រះអាទិត្យមកភពផែនដីត្រូវកោងខុសពីគន្លងដើមហើយ Einstein ថែមទាំងបានគណនាចេញជាតួលេខច្បាស់លាស់អំពីទំហំនៃការងាកចេញពីគន្លងដើមរបស់ពន្លឺនេះផងដែរនៅពេលនោះ Einstein គិតថាប្រសិនបើលោកអាចបង្ហាញតាមរយៈការសង្កេតជាក់ស្ដែងថាពន្លឺដែលចេញពីផ្កាយកាត់ក្បែរព្រះអាទិត្យពិតជាងាកចេញពីគន្លងទៅតាមតួលេខដោយការគណនារបស់លោកមែននោះវាគឺជាភស្តុតាងដែលអាចបញ្ជាក់យ៉ាងច្បាស់ពីទ្រឹស្ដី General Relativity ក៏ប៉ុន្តែបញ្ហាចាប់ឡើងគឺនៅត្រង់ថាដើម្បីសង្កេតមើលពន្លឺរបស់ផ្កាយតាមធម្មតាគេចាំបាច់ត្រូវតែធ្វើនៅពេលយប់ដែលគ្មានពន្លឺព្រះអាទិត្យចុះពន្លឺរបស់ផ្កាយដែលនៅខាងក្រៅព្រះអាទិត្យដែលគេចាំបាច់ត្រូវតែសង្កេតមើលនៅពេលថ្ងៃនោះតើធ្វើដូចម្តេចអាចវាស់មើលបានដំណោះស្រាយមានតែមួយគត់គឺគេត្រូវតែសង្កេតមើលនៅចំពេលដែលមានសូរ្យគ្រាសដែលព្រះច័ន្ទបានជិតព្រះអាទិត្យទាំងស្រុងហើយធ្វើឲ្យផ្ទៃមេឃត្រូវងងឹតនៅពេលថ្ងៃដើម្បីធ្វើការសង្កេតនេះបាន Einstein ចាំបាច់ត្រូវតែពឹងលើតារាវិទូជាពិសេសគឺអ្នកដែលមានជំនាញខាងថតរូបអវកាសនៅឆ្នាំ1911 Einstein បានចុះផ្សាយនៅផ្នែកខ្លះនៃទ្រឹស្ដី General Relativity ដែលបានបញ្ចប់សេចក្តីដោយស្នើសុំឲ្យតារាវិទូធ្វើការសង្កេតនិងថតរូបសូរ្យគ្រាសដើម្បីបញ្ជាក់ឲ្យឃើញថាតើទ្រឹស្ដីរបស់លោកខុសឬក៏ត្រូវបេសកកម្មដែលស្នើឡើងដោយ Einstein នេះត្រូវបានទទួលយកដោយតារាវិទូអាល្លឺម៉ង់វ័យក្មេងម្នាក់ឈ្មោះថា Erwin Freundlich ក៏ប៉ុន្តែគេត្រូវរងចាំរយៈពេល3ឆ្នាំខាងមុខទៀតទើបមានសូរ្យគ្រាសសាជាថ្មីហើយសូរ្យគ្រាសដែលព្រះច័ន្ទបានជិតព្រះអាទិត្យទាំងស្រុងនោះនឹងត្រូវកើតឡើងនៅឯតំបន់គ្រីមេនៅក្នុងទឹកដីរុស្ស៊ី
នៅថ្ងៃទី19ខែកក្កដាឆ្នាំ1914 Freundlich និងសហការីពីររូបផ្សេងទៀតបានធ្វើដំណើរតាមរថភ្លើងចេញពីទីក្រុង Berlin សម្ដៅទៅកាន់តំបន់ Crimea ដើម្បីត្រៀមថតរូបសូរគ្រាសដែលនឹងកើតឡើងនៅថ្ងៃទី21សីហាក៏ប៉ុន្តែជាង20ថ្ងៃមុនដល់សូរគ្រាសសង្គ្រាមលោកលើកទី1ក៏ចាប់ផ្ទុះឡើងហើយអាល្លឺម៉ង់បានប្រកាសសង្គ្រាមលើរុស្ស៊ីនៅថ្ងៃទី1សីហានេះវាមិនមែនជារឿងល្អទេសម្រាប់ Freundlich ដែលជាពលរដ្ឋអាល្លឺម៉ង់ស្ថិតក្នុងទឹកដីរុស្ស៊ីប្រដាប់ទៅដោយ telescope និងម៉ាស៊ីនថតរូបទំនើបៗបែបនេះ Freundlich ត្រូវបានទាហានរុស្ស៊ីចាប់ឃុំខ្លួនដោយចោទពីបទចោរកិច្ចក្រោយមក Freundlich ត្រូវបានរុស្ស៊ីបញ្ជូនទៅអាល្លឺម៉ង់វិញនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងដាក់ដូចឆ្លើយសឹកក៏ប៉ុន្តែបេសកកម្មសង្កេតនិងថតរូបសូរគ្រាសនៅតំបន់ Crimea ត្រូវទទួលបរាជ័យហើយ Einstein ក៏មិនអាចមានភស្តុតាងដើម្បីមកបញ្ជាក់ពីទ្រឹស្ដី General Relativity របស់លោកបានទោះជាយ៉ាងណាបរាជ័យនៅ Crimea វាគឺជារឿងល្អសម្រាប់ Einstein ទៅវិញល្អពីព្រោះថាមិនយូរប៉ុន្មានក្រោយមក Einstein បានរកឃើញថាតាមក៏ពិតទៅការគណនារបស់លោកកាលពីមុនគឺខុសហើយរូបមន្តគណិតវិទ្យានៃទ្រឹស្ដីរបស់លោកគឺមិនត្រឹមត្រូវដែលចាំបាច់ត្រូវតែសាររឿងមើលឡើងវិញទាំងអស់នៅក្នុងរយៈពេលជាង1ឆ្នាំនៅក្នុងពេលដែលសង្គ្រាមលោកលើកទី1កំពុងតែឆាបចេះពេញបន្ទុក Einstein បានចំណាយពេលសិក្សារកដំណោះស្រាយទៅលើចំណោទខាងគណិតវិទ្យាលើទ្រឹស្ដីរបស់លោកហើយនៅទីចុងបំផុតរូបមន្តថ្មីនិងត្រឹមត្រូវពេញលក្ខណៈមួយត្រូវបានលោកសរសេរចេញនៅចុងឆ្នាំ1915ក៏ប៉ុន្តែក្រោយពីបានរូបមន្តថ្មីនេះហើយ Einstein ត្រូវវិលត្រឡប់មករកបញ្ហាចាស់ពីមុនវិញដដែលគឺការស្វែងរកថតរូបសូរគ្រាសដើម្បីយកមកធ្វើជាភស្តុតាងបញ្ជាក់ទ្រឹស្ដីរបស់លោកលើនេះគឺតារាវិទូអង់គ្លេសឈ្មោះ Arthur Eddington ដែលបានស្ម័គ្រចិត្តធ្វើការថតរូបនិងសិក្សាសូរគ្រាសឲ្យ Einstein តែក៏ពិតនៅពេលដែល Eddington សម្រេចទទួលយកបេសកកម្មនេះសង្គ្រាមលោកលើកទី1កំពុងតែឆាបចេះយ៉ាងសន្ធោសន្ធៅនៅឡើយហើយអង់គ្លេសនិងអាល្លឺម៉ង់គឺជាគូសត្រូវនឹងគ្នានៅក្នុងសង្គ្រាមនេះសម្រាប់ Eddington ដែលជាអ្នកវិទ្យាសាស្ត្រអង់គ្លេសការចេញមកជួយរកភស្តុតាងបញ្ជាក់ទ្រឹស្ដីរបស់ Einstein ដែលជាអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់បែបនេះគឺមិនមែនជារឿងងាយស្រួលនោះទេម្យ៉ាងវិញទៀតបេសកកម្មនេះក៏ពោពេញទៅដោយគ្រោះថ្នាក់យ៉ាងច្រើនផងដែរពីព្រោះថាសូរគ្រាសថ្មីដែលនឹងកើតឡើងនៅពេលខាងមុខគឺនៅឯតំបន់អាមេរិកឡាទីននិងនៅប៉ែកខាងត្បូងទ្វីបអាហ្វ្រិកហើយដំណើរតាមកប៉ាល់ពីអង់គ្លេសឆ្លងកាត់មហាសមុទ្រអាត្លង់តិកនៅពីនោះវាគឺជាដំណើរដ៏សែនគ្រោះថ្នាក់ដោយសារតែមានវត្តមាននាវាមុជទឹករបស់អាល្លឺម៉ង់ជាសំណាងល្អជាង6ខែមុនពេលមានសូរគ្រាសសង្គ្រាមលោកលើកទី1ក៏បានបញ្ចប់នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1918ហើយបេសកកម្មរបស់ Eddington ក្នុងការថតរូបសូរគ្រាសក៏បានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅខែកញ្ញាលទ្ធផលនៃការសិក្សាទៅលើរូបថតសូរគ្រាសរបស់ Eddington បង្ហាញថាពន្លឺដែលចាំងចេញពីផ្កាយកាត់តាមក្បែរព្រះអាទិត្យសម្ដៅមកភពផែនដីគឺពិតជាងាកចេញពីកណ្ដុងដើមហើយងាកចេញទៅតាមទំហំត្រូវគ្នាទៅនឹងការគណនានៅក្នុងរូបមន្តនៃទ្រឹស្ដី General Relativity របស់ Einstein ពិតប្រាកដមែនដំណឹងស្ដីពីការរកឃើញភស្តុតាងបញ្ជាក់ពីទ្រឹស្ដី General Relativity នេះត្រូវបានគេចុះផ្សាយព្រមព្រៀងទាំងនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រក៏ដូចជានៅតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានជាទូទៅផ្សេងទៀតហើយ Einstein ក៏បានក្លាយទៅជាអ្នកប្រាជ្ញដែលមានកេរ្តិ៍ឈ្មោះល្បីរឿងទឺបំផុតនៅទូទាំងពិភពលោក Albert Einstein អ្នកប្រាជ្ញដែលបានរកឃើញទ្រឹស្ដីរូបវិទ្យាហើយដែលក្រោយមកនាំទៅដល់ការបង្កើតអាវុធនុយក្លេអ៊ែរតែក៏ពិតទៅគឺជាអ្នកដែលមានគំនិតប្រឆាំងនឹងសង្គ្រាមតាំងពីក្មេងរៀងមក Einstein មិនចូលចិត្តទាហានហើយធ្លាប់បានព្យាយាមគ្រប់មធ្យោបាយទាំងអស់ដើម្បីគេចចេញពីកាតព្វកិច្ចកងទ័ពរហូតទៅដល់សុខចិត្តបោះបង់សញ្ជាតិអាល្លឺម៉ង់ហើយសូមចូលសញ្ជាតិស្វីសម្យ៉ាងវិញទៀត Einstein ដែលធ្លាប់ឆ្លងកាត់ដំណើរជីវិតនៅក្នុងប្រទេសច្រើនផ្សេងគ្នាគឺទាំងអាល្លឺម៉ង់ដែលជាប្រទេសកំណើតទាំងនៅអ៊ីតាលីដែលជាទីលំនៅរបស់ក្រុមគ្រួសារនិងនៅស្វីសដែលជាទីកន្លែងធ្លាប់សិក្សានិងធ្វើការ Einstein តែងតែមានគំនិតបែបអន្តរជាតិនិយម
ហើយស្អប់បំផុតនិន្នាការជាតិនិយមទោះជាយ៉ាងណាក៏ដោយEinstein មិនសូវជាបង្ហាញឲ្យគេឃើញជាសាធារណៈនៅនិន្នាការសន្តិភាពនិយមរបស់លោកទេហើយការស្អប់គំនិតជាតិនិយមនេះពិសោធន៍ក៏លោកច្រើនតែរក្សាទុកក្នុងចិត្តតែម្នាក់ឯងផងដែរដែលលោកគិតតែផ្ដោតទៅលើការសិក្សាខាងវិទ្យាសាស្ត្រមិនខ្វាយខ្វល់ពីនយោបាយក៏ប៉ុន្តែអ្វីៗត្រូវប្រែប្រួលនៅពេលដែលសង្គ្រាមលោកលើកទី1បានផ្ទុះឡើងនៅឆ្នាំ1914នៅពេលនោះEinstein គឺជាសាស្ត្រាចារ្យនិងជានាយកវិទ្យាស្ថានសិក្សារូបវិទ្យានៅក្នុងទីក្រុង Berlin ហើយ Einstein បានមើលឃើញយ៉ាងច្បាស់នៅការរីកដុះដាលនៃនិន្នាការជាតិនិយមនៅអាល្លឺម៉ង់សម្រាប់ Einstein សង្គ្រាមលោកលើកទី1នេះវាមិនគួរនឹងផ្ទុះឡើងនោះទេហើយបញ្ហាចោទដ៏ធំនោះគឺមកពីពួកជាតិនិយមជ្រុលនិងជាពិសេសពួកអ្នកនយោបាយយោធានិយមអ្វីដែលធ្វើឲ្យ Einstein កាន់តែហួសចិត្តទៅទៀតនោះគឺអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ជាច្រើននាំគ្នាចេញមុខគាំទ្រនយោបាយយោធានិយមរបស់អាល្លឺម៉ង់ហើយពួកគេថែមទាំងបានបង្ហាញជំហរនេះជាសាធារណៈតាមរយៈការចុះហត្ថលេខាលើញត្តិមួយនៅក្នុងអំឡុងខែតុលាឆ្នាំ1914ពលគឺប្រមាណជាង2ខែក្រោយផ្ទុះសង្គ្រាមលោកលើកទី1ញត្តិនេះត្រូវបានចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រចំនួន93រូបក្នុងចំណោមនោះក៏រួមមានផងដែរអ្នកវិទ្យាសាស្ត្រដ៏ល្បីឈ្មោះចំនួន3រូបដែលជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ Einstein និងជាអ្នកដែលធ្លាប់បានទៅបញ្ចុះបញ្ចូលនាំ Einstein ពីប្រទេសស្វីសឲ្យមកធ្វើការនៅ Berlin អ្នកវិទ្យាសាស្ត្រដែលចុះហត្ថលេខាលើញត្តិនេះមានខ្លះធ្វើដោយសារតែមានគំនិតគាំទ្រនយោបាយយោធានិយមរបស់អាល្លឺម៉ង់ពិតប្រាកដមែនចំណែកឯខ្លះទៀតធ្វើតាមមតិភាគច្រើនគឺតាមបែបចូលស្ទឹងតាមបទ Einstein វិញ Einstein ដែលតាំងពីក្មេងមកតែងតែមានគំនិតបះបោរមិនចេះតែធ្វើតាមគេបានបដិសេធមិនព្រមចុះហត្ថលេខាលើញត្តិនេះហើយមិនត្រឹមតែប៉ុណ្ណោះ Einstein ថែមទាំងបានផ្ដួចផ្ដើមគំនិតសរសេរញត្តិផ្សេងមួយទៀតសម្រាប់អ្នកវិទ្យាសាស្ត្រដែលប្រឆាំងនឹងសង្គ្រាមក៏ប៉ុន្តែញត្តិនេះមានអ្នកចុះហត្ថលេខាតែ3នាក់ប៉ុណ្ណោះទើបមិនត្រូវបានចេញផ្សាយជាសាធារណៈទោះជាយ៉ាងនេះក៏ដោយ Einstein ក៏មិនបានបោះបង់ចោលសកម្មភាពប្រឆាំងនឹងសង្គ្រាមនេះដែរ Einstein បានចូលជាសមាជិកសមាគមអ្នកសន្តិភាពនិយមព្រមទាំងបានសរសេរអត្ថបទជាច្រើនចុះផ្សាយជាសាធារណៈដើម្បីបង្ហាញពីជំហររបស់លោកដែលប្រឆាំងនឹងសង្គ្រាមនៅឆ្នាំ1918សង្គ្រាមលោកលើកទី1ត្រូវបាត់បញ្ចប់អាល្លឺម៉ង់ចាញ់សង្គ្រាមត្រូវបាត់បង់ទឹកដីជាច្រើនហើយជាងនេះទៅទៀតត្រូវបានប្រទេសមហាអំណាចឈ្នះសង្គ្រាមនាំគ្នាគៀបសង្កត់ឲ្យសងការខូចខាតដោយសង្គ្រាមទាំងនេះបានធ្វើឲ្យពួកអ្នកជាតិនិយមអាល្លឺម៉ង់នាំគ្នាចងកំហឹងនិងចងគំនុំចំពោះមហាអំណាចបរទេសជាពិសេសគឺបារាំងនិងអង់គ្លេសរីឯនៅក្នុងប្រទេសវិញពួកគេបានទម្លាក់កំហុសទៅលើពួកអ្នកសន្តិភាពនិយមនិងអន្តរជាតិនិយមថាជាអ្នកដែលបានជំរុញឲ្យអាល្លឺម៉ង់ប្រកាសចុះចាញ់សង្គ្រាមហើយជាងនេះទៅទៀតពួកគេក៏បាននាំគ្នាស្អប់ពួកយវីសផងដែរដែលចោទថាគឺជាអ្នកដែលនាំឲ្យប្រជាជាតិអាល្លឺម៉ង់ធ្លាក់ចុះដុនដាបគំនិតបែបនេះចេះតែបន្តរីកដុះដាលរហូតបង្កើតបានទៅជាចលនានយោបាយដ៏ធំមួយគឺគណបក្សណាស៊ីដែលដឹកនាំដោយហ៊ីតលែរនៅពេលនោះហើយដែល Einstein ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ពីព្រោះថា Einstein មិនត្រឹមតែជាជនជាតិយវីសប៉ុណ្ណោះទេតែជាជនជាតិយវីសដែលគ្រប់គ្នាស្គាល់ថាជាអ្នកដែលធ្លាប់ប្រឆាំងនឹងនយោបាយយោធានិយមរបស់អាល្លឺម៉ង់នៅក្នុងអំឡុងសង្គ្រាមលោកលើកទី1នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រដូចគ្នាក៏មានអ្នកស្អប់ Einstein ដែរដោយសារតែលោកជាជនជាតិយវីសមានអ្នកខ្លះជាពិសេសគឺអ្នកប្រាជ្ញខាងរូបវិទ្យានិងជាជ័យលាភីនៅបែបរូបវិទ្យាឆ្នាំ1905ឈ្មោះថា Philip Lenard ថែមទាំងបានហៅទ្រឹស្ដី General Relativity របស់ Einstein ថាជាទ្រឹស្ដីវិទ្យាសាស្ត្រយវីសដែលគេមិនគួរជឿហើយបានបង្ហាញពីគំនិតចង់បន្សុទ្ធវិទ្យាសាស្ត្រអាល្លឺម៉ង់កុំឲ្យលាយឡំជាមួយនឹងវិទ្យាសាស្ត្រយវីសតែក៏ពិត
cứ đời xaแต่មានអន្តរាគមន៍របស់ Philip Dirac នេះហើយទើប Einstein ត្រូវទទួលបរាជ័យមិនបានរង្វាន់ Nobel ម្ដងហើយម្ដងទៀតបើទោះបីជាលោកបានបង្កើតទ្រឹស្ដីរូបវិទ្យាសំខាន់ៗជាច្រើនដែលមិនធ្លាប់មានពីមុនទោះជាយ៉ាងណាពីដំបូងឡើយអ្វីដែល Einstein ក៏ដូចជាជនជាតិយីវអាល្លឺម៉ង់សំខាន់ៗផ្សេងទៀតត្រូវប្រឈមមុខគឺនៅត្រឹមតែជាការវាយប្រហារដោយពាក្យសម្ដីតែប៉ុណ្ណោះអ្វីៗត្រូវប្រែប្រួលនៅក្នុងអំឡុងខែមិថុនាឆ្នាំ1922នៅពេលដែលការគម្រាមកំហែងដោយពាក្យសម្ដីបានរាលដាលទៅជាការគម្រាមកំហែងដល់សវត្ថិភាពខាងផ្លូវកាយនៅថ្ងៃទី24ខែមិថុនាឆ្នាំ1922នៅក្នុងពេលដែលចលនាណាស៊ីរបស់ហ៊ីតឡែរកំពុងតែរីកដុះដាលកាន់តែខ្លាំងក៏ប៉ុន្តែនៅមិនទាន់បានកាន់អំណាចនៅឡើយរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់គឺលោក Walter Rathenau ដែលជាជនជាតិយីវនិងជាមិត្តភក្តិដ៏ជិតស្និទ្ធមួយរូបរបស់ Einstein ត្រូវបានក្រុមណាស៊ីធ្វើឃាតនៅក្នុងទីក្រុងបែរឡាំងនៅក្នុងពេលដែលលោកកំពុងតែធ្វើដំណើរតាមរថយន្តចេញពីផ្ទះទៅកាន់ការិយាល័យធ្វើការនៅក្នុងការស៊ើបអង្កេតលើករណីធ្វើឃាតលោក Rathenauប៉ូលីសបានរកឃើញបញ្ជីឈ្មោះមនុស្សផ្សេងទៀតដែលក្រុមណាស៊ីបានកំណត់ថាជាចំណុចស៊ីបហើយនៅក្នុងបញ្ជីនេះគឺមានឈ្មោះ Albert Einstein ប្រឈមមុខនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនបែបនេះ Einstein ក៏ផ្អាករាល់ការបង្រៀនក៏ដូចជាការចូលរួមនៅក្នុងសន្និសីទនៃវិទ្យាសាស្ត្រហើយបានធ្វើដំណើរចាក់ចេញពីបែរឡាំងទៅលាក់ខ្លួនមួយរយៈនៅក្នុងទីក្រុងតូចមួយក្បែរព្រំដែនជាមួយនឹងប្រទេសដាណឺម៉ាកកាលពីដំបូងឡើយEinstein គិតចង់ចាក់ចេញពីបែរឡាំងជារៀងរហូតដោយឈប់ធ្វើជាសាស្ត្រាចារ្យនិងជាអ្នកវិទ្យាសាស្ត្រហើយងាកទៅចាប់អាជីពជាវិស្វករវិញ Einstein បានប្រាប់ពីគម្រោងនេះទៅដល់អ្នកវិទ្យាសាស្ត្រមួយចំនួនផ្សេងទៀតដែលជាមិត្តភក្តិក្នុងនោះក៏មានដែរការឆ្លងឆ្លើយតាមលិខិតជាមួយអ្នកប្រាជ្ញដ៏ល្បីឈ្មោះខាងគីមីនិងរូបវិទ្យារបស់បារាំងគឺលោកស្រី Marie Curie ដែល Einstein គោរពស្រឡាញ់ចាត់ទុកជារៀមច្បងនៅក្នុងលិខិតឆ្លងឆ្លើយគ្នានេះMarie Curie បានជំរុញឲ្យ Einstein ជំនះនៅឧបសគ្គហើយកុំបោះបង់ការងារជាអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រតាមការពិតទៅ Einstein ខ្លួនឯងក៏មិនដាច់ចិត្តបោះបង់ការងារដែលខ្លួនតែងតែស្រឡាញ់ចូលចិត្តតាំងពីដើមមកនេះចោលនោះដែរពីយ៉ាងវិញទៀតនៅក្នុងសម័យកាលនោះបែរឡាំងត្រូវបានគេស្គាល់ជាទូទៅនៅទូទាំងពិភពលោកថាជាសម្បុកដ៏ធំបំផុតរបស់អ្នកប្រាជ្ញខាងរូបវិទ្យាហើយដូច្នេះហើយទើបនៅទីបំផុតទៅEinstein ក៏សម្រេចចិត្តវិលត្រឡប់ទៅធ្វើការនៅបែរឡាំងវិញហើយមិនត្រឹមតែប៉ុណ្ណោះនៅខែសីហាឆ្នាំ1922តែជាមួយខែប៉ុណ្ណោះក្រោយការធ្វើឃាតលោក Rathenau Einstein ថែមទាំងបានចេញមុខជាសាធារណៈចូលរួមនៅក្នុងបាតុកម្មដ៏ធំមួយរបស់អ្នកសន្តិភាពនិយមនៅក្នុងទីក្រុងបែរឡាំងនៅឆ្នាំ1922លោក Walter Rathenau រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ដែលជាជនជាតិយីវនិងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ Einstein ត្រូវបានពួកជាតិនិយមអាល្លឺម៉ង់ធ្វើឃាតហើយ Einstein ក៏មានឈ្មោះនៅក្នុងបញ្ជីដែលគេត្រូវតាមសម្លាប់នេះដែរបើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនបែបនេះក៏ដោយ Einstein នៅតែបន្តការងារនៅបែរឡាំងតទៅទៀតក៏ប៉ុន្តែមិនយូរប៉ុន្មានក្រោយមកបរិយាកាសដ៏សែនអាប់អួរនៅអាល្លឺម៉ង់ក៏បានជំរុញឲ្យ Einstein សម្រេចចិត្តចាក់ចេញពីអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅបរទេសហើយលើកនេះគឺជាលើកទី1និងជាលើកចុងក្រោយដែល Einstein ធ្វើដំណើរទៅកាន់តំបន់អាស៊ីនិងតំបន់ដាបូពីនៅក្នុងអំឡុងពេលកំពុងធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅចុងឆ្នាំ1922នេះហើយដែល Einstein បានទទួលដំណឹងថាលោកត្រូវបានគណៈកម្មការ Nobel សម្រាប់ប្រគល់រង្វាន់ Nobel ខាងរូបវិទ្យាដល់លោកក៏ប៉ុន្តែដោយសារតែនៅពេលនោះគឺជាសម័យកាលមិនទាន់មានយន្តហោះហើយការធ្វើដំណើរតាមកប៉ាល់ឆ្លងទ្វីបត្រូវចំណាយពេលរហូតដល់ទៅរាប់ខែ Einstein មិនអាចត្រឡប់ទៅទទួលរង្វាន់ Nobel បានទើបគណៈកម្មការ Nobel សម្រាប់លើកពេលប្រគល់រង្វាន់នេះទៅឲ្យ Einstein នៅឆ្នាំបន្ទាប់ចំណែកឯ Einstein ក៏បន្តដំណើរទៅកាន់តំបន់អាស៊ីជាធម្មតានៅក្នុងដំណើររយៈពេលប្រមាណជា6ខែនោះ
Einstein និងភរិយាបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីស្រីលង្កានិងជាពិសេសទៅកាន់ប្រទេសជប៉ុនដែល Einstein ត្រូវបានគេទទួលស្វាគមន៍ប្រៀបបាននឹងប្រមុខរដ្ឋនៃប្រទេសមួយ Einstein ត្រូវបានអធិរាជជប៉ុនទទួលឲ្យចូលគាល់នៅព្រះបរមរាជវាំងក្រោមការទទួលអបអរពីសំណាក់ប្រជាជនជប៉ុនរាប់ពាន់នាក់ Einstein វិញ Einstein ក៏បានដកចិត្តស្រឡាញ់និងគោរពជនជាតិជប៉ុនយ៉ាងខ្លាំងផងដែរនៅក្នុងលិខិតដែលសរសេរទៅកាន់គុណប្រុស Einstein បានរៀបរាប់ថានៅក្នុងចំណោមបណ្ដាជនដែលលោកបានជួបលោកចូលចិត្តជនជាតិជប៉ុនច្រើនជាងគេដោយសារតែពួកគេគឺជាមនុស្សឆ្លាតវៃមិនក្រអឺតក្រទមគួរឲ្យគោរពហើយជាមនុស្សពូកែខាងសិល្បៈនៅក្នុងប្រទេសជប៉ុនក្រៅពីទីជំនួបជាមួយនឹងអធិរាជ Einstein បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីធ្វើបទកថាស្ដីពីទ្រឹស្ដីរបស់លោកដោយនៅក្នុងបទកថានីមួយៗមានអ្នកចូលស្ដាប់រហូតដល់ទៅរាប់ម៉ឺននាក់នៅក្នុងដំណើរតាមរថភ្លើងពីកន្លែងមួយទៅកន្លែងមួយនេះ Einstein ក៏បានឆ្លងកាត់តាមទីក្រុង Hiroshima ផងដែរក៏ប៉ុន្តែនៅពេលនោះ Einstein ប្រកាសជាមិនអាចនឹកស្រមៃបានទេថានៅថ្ងៃមួយទីក្រុងមួយនេះនឹងត្រូវកំទេចស្ទើរคล้ายទៅជាផេះដោយសារតែគ្រាប់បែកនុយក្លេអ៊ែរដែលគេផលិតឡើងទៅតាមការផ្ដួចផ្ដើមគំនិតរបស់លោកនៅក្នុងដំណើរចេញពីអាស៊ីត្រឡប់ទៅកាន់អាល្លឺម៉ង់វិញ Einstein ដែលជាជនជាតិយូដបានឆ្លៀតឈាងចូលទៅកាន់ទឹកដីប៉ាឡេស្ទីនដែលនៅពេលនោះកំពុងតែស្ថិតនៅក្រោមអាណាព្យាបាលរបស់អង់គ្លេសហើយមិនទាន់មានការបង្កើតរដ្ឋអ៊ីស្រាអែលនៅឡើយនៅប៉ាឡេស្ទីននោះក៏ដូចជានៅជប៉ុនដែរ Einstein ត្រូវបានទទួលស្វាគមន៍ដូចជាប្រមុខរដ្ឋតែក៏ពិតទៅប្រមាណជា30ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ1952ក្រោយពីរដ្ឋអ៊ីស្រាអែលត្រូវបានគេបង្កើតឡើងរួចហើយនោះ Einstein ត្រូវបានគេស្នើសុំឲ្យមកកាន់តំណែងជាប្រធានាធិបតីនៃរដ្ឋដែលទើបនឹងបង្កើតថ្មីនេះក៏ប៉ុន្តែ Einstein បានបដិសេធនៅពាក់កណ្ដាលឆ្នាំ1923ក្រោយពីបានធ្វើដំណើរទៅបរទេសអស់រយៈពេល6ខែ Einstein បានវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញហើយបានទទួលរង្វាន់ Nobel ដែលលោកប៉ងប្រាថ្នាតាំងពីរាប់ឆ្នាំមកហើយក៏ប៉ុន្តែការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកក៏ដូចជាចំពោះជនជាតិយីផ្សេងទៀតនៅតែបន្តកើតមានហើយកើតមានកាន់តែខ្លាំងនៅក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ30នៅពេលដែល Hitler និងគណបក្សណាស៊ីជិតឡើងកាន់អំណាចនៅខែធ្នូឆ្នាំ1932 Einstein បានធ្វើដំណើរចាក់ចែងពីអាល្លឺម៉ង់សាជាថ្មីនៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកទៅតាមការអញ្ជើញឲ្យទៅបង្រៀននៅតាមសាកលវិទ្យាល័យនៅទីនោះហើយនៅពេលនោះ Einstein មិនទាន់ដឹងនៅឡើយទេថាវាគឺជាដំណើរចាក់ចេញពីអាល្លឺម៉ង់ដែលគ្មានថ្ងៃវិលត្រឡប់មកវិញនៅថ្ងៃទី30ខែមករាឆ្នាំ1933នៅពេលដែល Einstein កំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិក Adolf Hitler បានឡើងកាន់អំណាចនៅអាល្លឺម៉ង់ហើយប៉ុន្មានខែក្រោយមកសកម្មជនណាស៊ីក៏ចាប់ផ្ដើមបើកយុទ្ធនាការធ្វើទុកបុកម្នេញទៅលើជនជាតិយីអាល្លឺម៉ង់ផ្ទះរបស់ Einstein នៅ Berlin ក៏ត្រូវបានពួកគេចូលលុកលុយជាច្រើនលើកផងដែរក៏ប៉ុន្តែពីដំបូងឡើយ Einstein មិនទាន់បានដឹងនៅឡើយទេអំពីហេតុការណ៍អស់ទាំងនេះនៅខែមីនាបេសកកម្មនៅអាមេរិកត្រូវបញ្ចប់ Einstein បានធ្វើដំណើរតាមកប៉ាល់ត្រឡប់ទៅអឺរ៉ុបវិញហើយនៅពេលនោះ Einstein នៅមិនទាន់ប្រកាសថានឹងអាចវិលចូលទៅក្នុងប្រទេសអាល្លឺម៉ង់វិញបានដែរឬក៏អត់នោះទេដំណើរតាមកប៉ាល់របស់ Einstein ត្រូវឆ្លងកាត់តាមបែលហ្សិកហើយ Einstein គិតថាចាំទៅដល់បែលហ្សិកទើបសម្រេចចិត្តថាតើនឹងត្រូវបន្តដំណើរទៅទិសណាជាបន្តទៀតក៏ប៉ុន្តែនៅពេលកំពុងធ្វើដំណើរលើកប៉ាល់ Einstein បានទទួលដំណឹងថាផ្ទះរបស់លោកនៅអាល្លឺម៉ង់ទាំងផ្ទះនៅក្នុងទីក្រុង Berlin និងផ្ទះមួយទៀតនៅក្រៅក្រុង Berlin ដែលប្រើសម្រាប់ស្នាក់នៅពេលវិសមកាលគឺសុទ្ធតែត្រូវពួកណាស៊ីចូលលុកលុយទាំងអស់នឹងពេលនោះហើយដែល Einstein កំណត់ច្បាស់ក្នុងចិត្តថាលោកមិនអាចវិលត្រឡប់ចូលទៅក្នុងប្រទេសអាល្លឺម៉ង់វិញបាននោះទេ
នៅពេលទៅដល់បែលហ្សិកគ្រាន់តែចុះពីកប៉ាល់ភ្លាមអានស្តាញធ្វើដំណើរទៅកាន់ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំប្រទេសបែលហ្សិកដើម្បីប្រគល់លិខិតឆ្លងដែននិងប្រកាសបោះបង់ចោលសញ្ជាតិអាល្លឺម៉ង់សាជាថ្មីម្ដងទៀតបន្ទាប់ពីបានបោះបង់ចោលម្ដងរួមមកហើយកាលពីពេលរៀននៅក្នុងប្រទេសស្វីសក្នុងពេលជាមួយគ្នាអានស្តាញបានផ្ញើលិខិតទៅបែកឡាំងដើម្បីប្រកាសលាលែងពីតំណែងជាសាស្ត្រាចារ្យនិងតំណែងជានាយកវិទ្យាស្ថានសិក្សារូបវិទ្យាតែក៏ពិតបើទោះបីជាអានស្តាញមិនលាលែងក៏អានស្តាញត្រូវគេដកតំណែងនេះចេញទាំងអស់ដែរពីព្រោះថាមុនដល់មួយខែក្រោយមកផងហ៊ីតលែរបានដាក់ចេញនូវនយោបាយថ្មីដោយហាមឃាត់រាល់ជនជាតិអាល្លឺម៉ង់ទាំងអស់ដែលមានឈាមជ័រជាជនជាតិយីវីសមិនឲ្យកាន់មុខតំណែងផ្លូវការអ្វីទាំងអស់នៅក្នុងប្រទេសអាល្លឺម៉ង់នយោបាយបែបនេះបានជំរុញឲ្យអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់រាប់សិបនាក់ក្នុងនោះរួមមានទាំងជ័យលាភីណូបែល14នាក់ផងត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេសហើយនេះវាគឺជាកត្តាដ៏ចម្បងមួយដែលក្រោយមកបានធ្វើឲ្យអាល្លឺម៉ង់ណាស៊ីមានការអភិវឌ្ឍខាងបច្ចេកវិទ្យាយោធាយូរជាងអាមេរិកនិងសម្ព័ន្ធមិត្តនិយាយពីអានស្តាញវិញក្រោយពីបានបោះបង់ចោលសញ្ជាតិអាល្លឺម៉ង់រួចហើយអានស្តាញដែលមិនទាន់មានទិសដៅច្បាស់លាស់ក៏បានសម្រេចស្នាក់នៅក្នុងប្រទេសបែលហ្សិកជាបណ្ដោះអាសន្នក៏ប៉ុន្តែសមត្ថភាពរបស់អានស្តាញនៅបែលហ្សិកនោះក៏ចាប់ផ្ដើមចោទជាបញ្ហានៅក្រោយពីមានដំណឹងពីអាល្លឺម៉ង់ថាពួកណាស៊ីបានប្រកាសផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកណាដែលធ្វើឃាតអានស្តាញបាននៅពេលនោះមានសាកលវិទ្យាល័យនៅតាមបណ្ដាប្រទេសជាច្រើនបានអញ្ជើញអានស្តាញឲ្យទៅធ្វើជាសាស្ត្រាចារ្យជាពិសេសគឺសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅអឺរ៉ុបរួមមានទាំងបារាំងនិងអង់គ្លេសផងដែរក៏ប៉ុន្តែអានស្តាញសម្រេចចិត្តជ្រើសរើសយកសហរដ្ឋអាមេរិកដែលលោកត្រូវបានគេផ្ដល់មុខងារជាសាស្ត្រាចារ្យនិងអ្នកសិក្សាស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យដ៏ល្បីល្បាញមួយគឺសាកលវិទ្យាល័យ Princeton អានស្តាញក៏បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញដើមម្ដងនេះគឺក្នុងឋានៈជាជនភៀសខ្លួនហើយក្រោយមកអានស្តាញបានសុំចូលសញ្ជាតិអាមេរិកនៅឆ្នាំ1940រហូតមកទល់នឹងពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើននាំគ្នាចាត់ទុក Albert Einstein ថាជាបិតានៃអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែតាមពិតទៅទ្រឹស្ដីរូបវិទ្យារបស់ Einstein មិនមែនជាទ្រឹស្ដីដែលបង្កើតជាអាវុធនុយក្លេអ៊ែរដោយផ្ទាល់នោះទេគឺគ្រាន់តែជាទ្រឹស្ដីដែលបង្ហាញពីទំនាក់ទំនងរវាងម៉ាស់និងថាមពលទ្រឹស្ដីនេះត្រូវបាន Einstein រកឃើញនៅឆ្នាំ1905ហើយដែលសរុបជារួមតាមរយៈរូបមន្តដ៏ល្បីល្បាញនៅទូទាំងពិភពលោកមកទល់នឹងពេលបច្ចុប្បន្នគឺ E ស្មើនឹង mc ការ៉េដែលនៅក្នុងនេះ E គឺជាថាមពល m គឺជាម៉ាស់ចំណែក c គឺល្បឿននៃពន្លឺតាមរយៈរូបមន្តនេះ Einstein បង្ហាញឲ្យឃើញពីភាពសមមូលរវាងថាមពលនិងម៉ាស់ហើយលើពីនេះទៅទៀតដោយសារតែថាមពលវាគឺជាផលគុណរវាងម៉ាស់និងការ៉េនៃពន្លឺហើយពន្លឺមានល្បឿនយ៉ាងលឿនដូច្នេះម៉ាស់នៅក្នុងបរិមាណដ៏តិចតួចមួយក៏អាចបង្កើតទៅជាថាមពលដ៏សម្បើមបាននោះដែរនេះហើយជាគោលការណ៍ដែលបង្ហាញឲ្យឃើញនៅក្នុងថាមពលនុយក្លេអ៊ែរក៏ប៉ុន្តែរូបមន្តរបស់ Einstein មិនបានបង្ហាញពីរបៀបនៃការបំប្លែងពីម៉ាស់ទៅថាមពលនោះទេហើយរឹតតែមិនបានបង្ហាញពីយន្តការនៃប្រតិកម្មនុយក្លេអ៊ែរនោះដែរតាមពិតទៅការបង្កើតអាវុធនុយក្លេអ៊ែរវាគឺជាដំណើរវិវត្តខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលជាលទ្ធផលនៃការបូកបញ្ចូលគ្នានៅទ្រឹស្ដីនិងរបបកំហុសជាច្រើនរាប់ចាប់តាំងពីការរកឃើញសារធាតុវិទ្យាសកម្មដោយអ្នកប្រាជ្ញបារាំង Pierre Curie និង Marie Curie តាំងពីឆ្នាំ1898ឆ្លងកាត់តាមរូបមន្ត E ស្មើនឹង mc ការ៉េរបស់ Einstein នៅឆ្នាំ1905រហូតទៅដល់ការរកឃើញទ្រឹស្ដីទាក់ទងទៅនឹងប្រតិកម្មនុយក្លេអ៊ែរដោយអ្នកប្រាជ្ញហុងគ្រីអាល្លឺម៉ង់និងបារាំងនៅដើមទសវត្សរ៍ឆ្នាំ1930គឺប្រតិកម្មនុយក្លេអ៊ែរដែលអាចបំប្លែងម៉ាស់ទៅជាថាមពលនិងបង្កើតជាកម្លាំងផ្ទុះនៅក្នុងយន្តការដែលគេប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរដូច្នេះបាននិយាយខាងផ្នែកវិទ្យាសាស្ត្រទ្រឹស្ដីរបស់ Einstein គ្រាន់តែជាចំណែកមួយប៉ុណ្ណោះនៅក្នុងដំណើរវិវត្ត
ឆ្ពោះទៅការបង្កើតអាវុធនុយក្លេអ៊ែរអ្វីដែលកាន់តែសំខាន់គឺទូនាទីរបស់ Einstein ខាងផ្នែកនយោបាយនិយាយឲ្យចំគឺសកម្មភាពរបស់ Einstein នៅក្នុងការជំរុញឲ្យអាមេរិកបង្កើតគម្រោងផលិតអាវុធនុយក្លេអ៊ែរតាមរយៈលិខិតផ្ញើជូនទៅលោកប្រធានាធិបតី Franklin Roosevelt នៅឆ្នាំ1939នៅក្នុងចំណោមទ្រឹស្ដីវិទ្យាសាស្ត្រសំខាន់ៗដែលនាំទៅរកការបង្កើតអាវុធនុយក្លេអ៊ែរទ្រឹស្ដីដ៏សំខាន់បំផុតមួយគឺប្រតិកម្មនុយក្លេអ៊ែរហើយអ្នកវិទ្យាសាស្ត្រដ៏ល្បីឈ្មោះជាងគេនៅក្នុងការរកឃើញទ្រឹស្ដីនេះគឺអ្នកប្រាជ្ញខាងរូបវិទ្យាមកពីហុងហ្គារីឈ្មោះថា Leo Szilard គឺជាមិត្តភក្តិរបស់ Einstein ហើយក៏ជាអ្នកវិទ្យាសាស្ត្រដែលរត់ភៀសខ្លួនចេញពីពួកណាស៊ីទៅជ្រកកម្មនៅសហរដ្ឋអាមេរិកដូចជា Einstein ដែរនៅក្នុងអំឡុងឆ្នាំ1939 Leo Szilard បានស្វែងទៅជួប Einstein ដើម្បីប្រាប់ពីបញ្ហាសំខាន់ចំនួន2ទី1គឺអំពីទ្រឹស្ដីរបស់លោកស្ដីពីប្រតិកម្មនុយក្លេអ៊ែរដែលអាចបង្កើតទៅជាគ្រាប់បែកប្រឡាយលោកនិងទី2ទៀតគឺអំពីការរកឃើញសារធាតុអ៊ុយរ៉ានីយ៉ូមនៅក្នុងប្រទេសកុងហ្គោដែលនៅពេលនោះជាដែនអាណានិគមរបស់បែលហ្សិកហើយសារធាតុអ៊ុយរ៉ានីយ៉ូមនេះអាចនឹងត្រូវអាល្លឺម៉ង់ប្រមូលទិញដើម្បីយកទៅផលិតជាអាវុធនុយក្លេអ៊ែរលទ្ធភាពដែលហ៊ីតលែរអាចនឹងមានអាវុធប្រឡាយលោកនៅក្នុងដៃវាគឺជាក្តីបារម្ភដ៏ធំបំផុតដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទាំងពីររូបសម្រេចថាពួកគេត្រូវតែប្រាប់ប្រធានាធិបតីអាមេរិកឲ្យបានដឹងអំពីរឿងនេះហើយនៅពេលនោះអ្នកប្រាជ្ញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកម្រិតអន្តរជាតិអាចមានឥទ្ធិពលទាក់ទាញចំណាប់អារម្មណ៍ប្រធានាធិបតីអាមេរិកបានគឺ Einstein នៅខែតុលាឆ្នាំ1939នៅក្នុងពេលដែលសង្គ្រាមលោកលើកទី2ទើបនឹងឆាបឆេះឡើងនៅអឺរ៉ុបលិខិតរបស់ Einstein ត្រូវបានបញ្ជូនទៅដល់សេតវិមានហើយនៅក្នុងលិខិតនេះ Einstein បានប្រាប់លោកប្រធានាធិបតី Roosevelt ទៅតាមដំណើររឿងដូចអ្វីដែល Leo Szilard បានប្រាប់គឺលទ្ធភាពនៃការយកអ៊ុយរ៉ានីយ៉ូមទៅផលិតជាគ្រាប់បែកតាមរយៈប្រតិកម្មនុយក្លេអ៊ែរហើយក្នុងពេលជាមួយគ្នា Einstein ក៏បានលើកឡើងផងដែរថានៅក្នុងពេលនោះអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ប្រហែលជាកំពុងតែសិក្សាទៅលើការផលិតអាវុធប្រភេទថ្មីនេះហើយបានជំរុញឲ្យលោកប្រធានាធិបតី Roosevelt ប្រម៉ែប្រមូលអ្នកវិទ្យាសាស្ត្រនៅអាមេរិកសិក្សាលើគម្រោងនេះដើម្បីពិនិត្យលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរឲ្យបានមុនហ៊ីតលែរប្រមាណជា3សប្តាហ៍ក្រោយមកលោកប្រធានាធិបតី Roosevelt បានផ្ញើលិខិតតបទៅ Einstein វិញដោយនៅក្នុងលិខិតនោះក្រៅពីបានអរគុណ Einstein លោកប្រធានាធិបតីអាមេរិកបានប្រាប់ទៅ Einstein ថាលោកបានរៀបចំឲ្យមាននៅក្រុមការងារនៃវិទ្យាសាស្ត្រដើម្បីសិក្សាលើគម្រោងផលិតអាវុធនុយក្លេអ៊ែរក្រុមការងារនេះបានជួបប្រជុំគ្នាជាផ្លូវការជាលើកដំបូងតាំងពីថ្ងៃទី21ខែតុលាដោយមានការចូលរួមពីសំណាក់នៃវិទ្យាសាស្ត្រដែលជាជនភៀសខ្លួនពីពួកណាស៊ីជាពិសេសគឺ Leo Szilard អ្នករកឃើញប្រតិកម្មនុយក្លេអ៊ែរនិងជាអ្នកដែលផ្ដួចផ្ដើមគំនិតជាមួយ Einstein ក្នុងការសរសេរលិខិតទៅលោកប្រធានាធិបតី Roosevelt ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រនេះហើយដែលបង្កើតចេញទៅជាគម្រោងដែលគេឲ្យឈ្មោះថា Manhattan Project ហើយដែលផលិតបានទៅជាគ្រាប់បែកនុយក្លេអ៊ែរលើកដំបូងដែលអាមេរិកយកទៅទម្លាក់លើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុននៅឆ្នាំ1945និយាយពី Einstein ផ្ទុយពី Leo Szilard និងអ្នកវិទ្យាសាស្ត្រជាជនភៀសខ្លួនពីណាស៊ីផ្សេងទៀត Einstein មិនបានចូលរួមនៅក្នុងគម្រោងផលិតអាវុធនុយក្លេអ៊ែរនេះទេទាំងនៅក្នុងដំណាក់កាលសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រនិងទាំងនៅក្នុងគម្រោង Manhattan Project នៅអំឡុងដើមឆ្នាំ1940លោកប្រធានាធិបតី Roosevelt ក៏ធ្លាប់បានស្នើឲ្យ Einstein ចូលប្រជុំជាមួយនឹងក្រុមការងារអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនេះដែរក៏ប៉ុន្តែនៅពេលនោះ Einstein បានបដិសេធតាមក៏ពិតទៅក្រោយមកទៀត Einstein មិនទាំងត្រូវបានកងទ័ពអាមេរិកអនុញ្ញាតឲ្យទទួលព័ត៌មានពីគម្រោង Manhattan Project ផងនោះទេដោយសារតែវាជាគម្រោងដែលគេលាក់ការសម្ងាត់ខ្ពស់បំផុតហើយម្យ៉ាងទៀត
Einstein ត្រូវជាប់នៅក្នុងបញ្ជីខ្មៅរបស់ FBI ដោយជាប់សង្ស័យថាជាអ្នកមាននិន្នាការបែបកុម្មុយនីសក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយ Einstein នៅតែត្រូវបានសាធារណមតិជាទូទៅចាត់ទុកថាជាបិតានៃអាវុធនុយក្លេអ៊ែរនៅឆ្នាំ 1945 នៅក្រៅពីដែលគ្រាប់បែកនុយក្លេអ៊ែរទាំងពីរគ្រាប់ត្រូវបានអាមេរិកទម្លាក់ទៅលើទីក្រុង Hiroshima និង Nagasaki រដ្ឋការរបស់អាមេរិកបានចេញផ្សាយជាសាធារណៈនៅប្រវត្តិនៃការផលិតអាវុធនុយក្លេអ៊ែរដែលបានធ្វើការសង្កត់ធ្ងន់ថាចំណុចចាប់ផ្ដើមដំបូងគេបំផុតនោះគឺចេញពីលិខិតរបស់ Einstein ផ្ញើទៅលោកប្រធានាធិបតី Roosevelt នៅឆ្នាំ 1939 ក្រោយមកទៀតទស្សនាវដ្តីដ៏ល្បីឈ្មោះគឺ The Times បានចេញផ្សាយដោយដាក់រូបភាពរបស់ Einstein ធំនៅលើទំព័រមុខជាមួយនឹងរូបភាពនៃការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរហើយចារពីលើដោយរូបមន្តដ៏ល្បីល្បាញរបស់លោកគឺស្មើនឹង MC Carré Einstein វិញក្រោយពីបានមើលឃើញពីវិនាសកម្មនៅ Hiroshima និង Nagasaki Einstein ចាប់ផ្ដើមមានវិបដិសេរីដែលបានចូលរួមផ្ដួចផ្ដើមគំនិតឲ្យមានការផលិតអាវុធនុយក្លេអ៊ែរនេះឡើងហើយគំនិតសន្តិភាពនិយមបូករួមជាមួយនឹងវិបដិសេរីនេះបានជំរុញឲ្យ Einstein ចំណាយពេលស្ទើរតែពេញនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកធ្វើសកម្មភាពនយោបាយជាច្រើនទាមទារឲ្យបង្កើតជារចនាសម្ព័ន្ធអន្តរជាតិមួយដើម្បីគ្រប់គ្រងសភាវុធនុយក្លេអ៊ែរជៀសវាងកុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងទៅថ្ងៃអនាគតនៅក្នុងក្តីបារម្ភពីវិនាសកម្មដែលបង្កឡើងដោយសង្គ្រាមនុយក្លេអ៊ែរនេះហើយដែល Einstein បានបន្សល់ទុកនៅពាក្យសម្ដីដ៏ល្បីល្បាញមួយឃ្លាថាខ្ញុំមិនដឹងថាតើសង្គ្រាមលោកលើកទី3គេច្បាំងគ្នាដោយប្រើសភាវុធអ្វីខ្លះនោះទេតែសង្គ្រាមលោកលើកទី4ប្រកាសជានឹងត្រូវច្បាំងដោយប្រើដំបងនិងដុំថ្មដែលនេះ Einstein ចង់មានន័យថាប្រសិនបើសង្គ្រាមលោកលើកទី3ផ្ទុះឡើងអាវុធនុយក្លេអ៊ែរអាចនឹងកំទេចភពផែនដីធ្វើឲ្យមនុស្សជាតិយើងវិលត្រឡប់ទៅរកយុគសម័យបុរេប្រវត្តិវិញជាមិនខាននៅឆ្នាំ 1945 ក្រោយពីអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើទីក្រុង Hiroshima និង Nagasaki គេឈ្មោះរបស់ Einstein ត្រូវបានគេស្គាល់ជាទូទៅថាគឺជាបិតានៃអាវុធនុយក្លេអ៊ែរម្យ៉ាងគឺដោយសារតែលោកជាអ្នកបង្កើតទ្រឹស្ដីស្ដីពីទំនាក់ទំនងរវាងម៉ាស់និងថាមពលនិងកាន់តែសំខាន់ជាងនេះទៅទៀតគឺដោយសារតែលោកជាអ្នកដែលបានសរសេរលិខិតជំរុញឲ្យប្រធានាធិបតីអាមេរិកបង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ 1939 Einstein ចាប់ផ្ដើមមានវិបដិសេរីដោយមើលឃើញពីសោកនាដកម្មដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរទៅលើប្រជាជនជប៉ុនហើយជាពិសេសវាគឺជាសោកនាដកម្មដែលលោកយល់ថាគឺជារឿងដែលមិនចាំបាច់ទាល់តែសោះសម្រាប់ Einstein ការដែលលោកជំរុញឲ្យអាមេរិកផលិតអាវុធនុយក្លេអ៊ែរគឺដោយសារតែលោកបារម្ភខ្លាចអាល្លឺម៉ង់ផលិតអាវុធប្រឡាយលោកនេះបានមុនហើយ Hitler នឹងក្លាយទៅជាអ្នកត្រួតត្រាពិភពលោកក៏ប៉ុន្តែនៅមុនពេលដែលអាមេរិកទម្លាក់គ្រាប់បែកលើ Hiroshima និង Nagasaki គ្រប់គ្នាសុទ្ធតែបានដឹងយ៉ាងច្បាស់ថាអាល្លឺម៉ង់មិនបានជោគជ័យក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេហើយលើសពីនេះទៅទៀតអាល្លឺម៉ង់ក៏បានចុះចាញ់សង្គ្រាមរួចទៅហើយនោះដែរប្រមាណជាមួយខែក្រោយពីការទម្លាក់គ្រាប់បែកនៅ Hiroshima និង Nagasaki Einstein រួមជាមួយនឹងអ្នកវិទ្យាសាស្ត្រផ្សេងទៀតបានរួមគំនិតគ្នាធ្វើការតស៊ូមតិទាមទារឲ្យបង្កើតឡើងនូវក្រុមប្រឹក្សាអន្តរជាតិដើម្បីគ្រប់គ្រងសភាវុធនុយក្លេអ៊ែរហើយក្រោយមកក្រុមអ្នកវិទ្យាសាស្ត្រនេះបានបង្កើតរចនាសម្ព័ន្ធជាគណៈកម្មាធិការមួយដែលមាន Einstein ជាប្រធានសម្រាប់ Einstein ការបង្កើតត្រឹមតែរចនាសម្ព័ន្ធអន្តរជាតិក្នុងទ្រង់ទ្រាយជាសមាគមនៃប្រជាជាតិដូចជាអង្គការសហប្រជាជាតិនេះវាមិនគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនិងរក្សាសន្តិភាពនៅទូទាំងពិភពលោកបាននោះទេគេចាំបាច់ត្រូវតែបង្កើតឲ្យបានទៅជារដ្ឋាភិបាលពិភពលោកមួយដែលមានអំណាចទៅលើប្រទេសជាសមាជិកហើយមានកម្លាំងទ័ពនិងជាពិសេសគឺជាអ្នកកាន់កាប់សភាវុធនុយក្លេអ៊ែរក៏ប៉ុន្តែការតស៊ូមតិរបស់គណៈកម្មាធិការអ្នកវិទ្យាសាស្ត្រនេះត្រូវទូបរាជ័យដោយសារតែគ្មានប្រទេសណាមួយសុខចិត្តបោះបង់អធិបតេយ្យភាពនិងអំណាចទ័ពរបស់ខ្លួនចំណែកឯប្រទេសមហាអំណាច
ក៏ចាប់ផ្ដើមប្រជុំមកដាក់គ្នាកាន់តែខ្លាំងនៅក្នុងសង្គ្រាមត្រជាក់ហើយមកទល់នឹងពេលនោះមិនមែនតែអាមេរិកមួយទេដែលផលិតបានអាវុធនុយក្លេអ៊ែរសហភាពសូវៀតហើយក្រោយមកទៀតបារាំងអង់គ្លេសនិងចិនគឺសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួនEinstein នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែបន្តិចម្ដងវាបានคล้ายទៅជាសកម្មភាពបន្ទាប់បន្សំតែប៉ុណ្ណោះដោយលោកបានងាកទៅផ្ដោតលើការងារសិក្សាស្រាវជ្រាវរបស់លោកដោយការពីមុនវិញគឺត្រឹមពេលដែលសង្គ្រាមលោកលើកទី2ត្រូវបញ្ចប់ Einstein បានចូលនិវត្តន៍ពីការងារជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Princeton ក៏ប៉ុន្តែលោកនៅតែបន្តការងារសិក្សាស្រាវជ្រាវខាងរូបវិទ្យាតទៅទៀតដោយលោកមានគោលដៅចង់ស្វែងរកទ្រឹស្ដីមួយដែលអាចពន្យល់និងអនុវត្តចំពោះអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងចក្រវាឡគឺចាប់តាំងពីវត្ថុដ៏ធំធេងនៅក្នុងទីអវកាសរហូតទៅដល់សារធាតុដ៏តូចល្អិតជាងអាតូមនិយាយជារួមគឺការភ្ជាប់គ្នារវាងទ្រឹស្ដី General Relativity និងរូបវិទ្យាកង់ទិចក៏ប៉ុន្តែនៅពេលនោះ Einstein មានវ័យកាន់តែចំណាស់ទៅហើយចំណែកឯសុខភាពរបស់លោកនោះទៀតសោតក៏ត្រូវប្រឈមមុខនឹងបញ្ហាកាន់តែច្រើនផងដែរ Einstein បានធ្លាក់ខ្លួនឈឺធ្ងន់ហើយទទួលមរណភាពនៅថ្ងៃទី18ខែមេសាឆ្នាំ1955នៅក្នុងវ័យ76ឆ្នាំ Einstein ទទួលមរណភាពនៅក្នុងដំណេកហើយនៅក្បែរគ្រែរបស់លោកនៅក្នុងមន្ទីរពេទ្យគេឃើញមានក្រដាស់12សន្លឹកពេញទៅដោយរូបមន្តនិងសមីការគណិតវិទ្យាជាច្រើនសមីការអស់ទាំងនេះវានៅជាការព្រាយនៅឡើយដោយមិនចេញជាទ្រឹស្ដីអ្វីពិតប្រាកដនោះទេក៏ប៉ុន្តែទោះជាយ៉ាងណាវាបង្ហាញថារហូតទៅដល់ដង្ហើមចុងក្រោយ Einstein នៅតែខិតខំសិក្សាស្វែងរកទ្រឹស្ដីចុងក្រោយរបស់លោករហូតមកទល់នឹងពេលបច្ចុប្បន្ននេះទ្រឹស្ដីរួមដែលអាចពន្យល់និងអនុវត្តចំពោះអ្វីៗគ្រប់យ៉ាងនៅលើចក្រវាឡហើយដែល Einstein បានខិតខំស្វែងរករហូតដល់នាទីចុងក្រោយនៃជីវិតរបស់លោកតែមិនបានសម្រេចវានៅតែជាប្រធានបទដ៏សំខាន់មួយនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចំនួនក្រោយៗមកទៀត Albert Einstein បានទទួលមរណភាពទៅដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះថាជាអ្នកប្រាជ្ញខាងរូបវិទ្យាដ៏មានឥទ្ធិពលបំផុតនៅក្នុងសតវត្សទី20និងស្ថិតនៅក្នុងចំណោមអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រដ៏កំពូលនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិរួមជាមួយនឹង Galilei និង Newton ជាការពិតណាស់ថាទ្រឹស្ដីរបស់ Einstein មិនសូវជាមានអ្នកស្គាល់ច្រើនជាពិសេសបើប្រៀបធៀបទៅនឹងទ្រឹស្ដីរបស់ Newton ម្យ៉ាងដោយសារតែទ្រឹស្ដីរបស់ Einstein មានលក្ខណៈស្មុគស្មាញពិបាកយល់នៅម្យ៉ាងទៀតដោយសារតែទ្រឹស្ដីអស់ទាំងនេះមិនសូវជាត្រូវបានគេយកមកអនុវត្តច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃឬអាចសង្កេតឃើញជាទូទៅនៅក្នុងបាតុភូតនៅលើភពផែនដីទោះជាយ៉ាងណាទ្រឹស្ដីរបស់ Einstein គឺជាបដិវត្តន៍ដ៏សំខាន់មួយនៅក្នុងការយល់ឃើញរបស់មនុស្សជាតិទៅលើចក្រវាឡជាពិសេសវានាំមកនូវទស្សនៈទានថ្មីដែលនាំឲ្យផ្លាស់ប្ដូរទៅដល់ការយល់ឃើញរបស់មនុស្សទៅលើកម្លាំងទំនាញទៅលើលំហនិងពេលហើយទ្រឹស្ដីនេះត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៅក្នុងការរកឃើញនៅទ្រឹស្ដីជាច្រើនផ្សេងទៀតតាក់ទងទៅនឹងអវកាសបើនិយាយអំពីការអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃវិញការយល់ដឹងពីឥទ្ធិពលនៃកម្លាំងទំនាញទៅលើលំហពេលវាក៏ជាគន្លឹះដ៏សំខាន់មួយដែរនៅក្នុងដំណើរការនៃប្រព័ន្ធកំណត់ទីតាំងដែលគេហៅថា GPS ពីព្រោះថាសុក្រិតភាពនៃប្រព័ន្ធ GPS នេះគឺវាអាស្រ័យទៅលើសុក្រិតភាពរវាងម៉ោងនៅលើភពផែនដីនិងម៉ោងនៅលើផ្កាយរណបយោងតាមទ្រឹស្ដី Special និង General Relativity របស់ Einstein ផ្កាយរណប GPS ដែលស្ថិតនៅកម្ពស់រាប់រយគីឡូម៉ែត្រពីភពផែនដីត្រូវទទួលរងឥទ្ធិពលកម្លាំងទំនាញផែនដីតិចជាងហើយម៉ោងនៅលើផ្កាយរណបទាំងនេះក៏ត្រូវដើរលឿនជាងម៉ោងនៅលើភពផែនដីគម្លាតរវាងម៉ោងទាំងពីរនេះ
អ្វីត្បិតតែមានទំហំដ៏តូចក៏ប៉ុន្តែប្រសិនបើគេមិនគិតបញ្ចូលទ្រឹស្ដី relativity របស់ Einstein នោះទេសុក្រិតភាពនៃប្រព័ន្ធ GPS នេះអាចនឹងត្រូវប្រែប្រួលរហូតដល់ទៅរាប់គីឡូម៉ែត្រឯណោះនៅឆ្នាំ 1915 Albert Einstein បានរកឃើញទ្រឹស្ដី General Relativity ដែលបានសរសេរចេញជាសមីការគណិតវិទ្យាដែលបង្ហាញពីទំនាក់ទំនងរវាងម៉ាស់កម្លាំងទំនាញនិងភាពកោងនៃលំហពេលក៏ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ 1917 Einstein បានសង្កេតឃើញថាសមីការរបស់លោកមានបញ្ហាចោទដ៏ធំមួយដែលថានៅពេលដែលលោកយកសមីការនេះទៅអនុវត្តចំពោះចក្រវាឡទាំងមូលវាបង្ហាញថាចក្រវាឡរបស់យើងខ្វះលំនឹងពូលគឺវាអាចរីកកាន់តែធំឡើងឬក៏អាចរួមកាន់តែតូចទៅសម្រាប់ Einstein នេះវាគឺជារឿងដែលមិនអាចទៅរួចពីព្រោះថាគិតមកត្រឹមនឹងពេលនោះ Einstein ក៏ដូចជាអ្នកវិទ្យាសាស្ត្រជាទូទៅទាំងអ្នកវិទ្យាសាស្ត្រនៅសម័យកាលនោះនិងអ្នកវិទ្យាសាស្ត្រកាលពីសម័យមុនសុទ្ធតែនាំគ្នាគិតថាចក្រវាឡរបស់យើងគឺជាចក្រវាឡដែលមានលំនឹងហើយស្ថិតថេរនៅជាអចិន្ត្រៃយ៍ដោយមិនរីកធំឬក៏រួនតូចដូចជាការព្យាករណ៍នៃសមីការ General Relativity នោះទេហើយដូច្នេះហើយបានជា Einstein បានសម្រេចកែសមីការរបស់លោកឡើងវិញដោយបានដាក់បញ្ចូលកុងស្តង់មួយទៅក្នុងនោះដើម្បីធ្វើឲ្យសមីការនេះឆ្លុះបញ្ចាំងពីភាពថេរនៃចក្រវាឡរបស់យើងកុងស្តង់នេះត្រូវបានគេឲ្យឈ្មោះតាមភាសាបារាំងថាកុងស្តង់ cosmologic ឬតាមភាសាអង់គ្លេសថា cosmological constant ហើយនៅក្នុងរូបវិទ្យាកុងស្តង់នេះត្រូវបានគេកំណត់ថាគឺជាថាមពលពិសេសមួយគឺថាមពលនៃភាពទទេក្នុងអវកាសហើយដែលមានកម្លាំងតបទៅនឹងថាមពលនិងកម្លាំងទំនាញនៃរាល់សារធាតុដែលមានម៉ាស់នៅក្នុងចក្រវាឡទាំងមូលជាមួយនឹងកុងស្តង់ cosmologic នេះសមីការ General Relativity របស់ Einstein ក៏មានលំនឹងហើយវាក៏ឆ្លុះបញ្ចាំងពីភាពថេរនៃចក្រវាឡរបស់យើងក៏ប៉ុន្តែ10ឆ្នាំក្រោយមកបុព្វជិតកាតូលិកនិងជាសាស្ត្រាចារ្យរូបវិទ្យាបេស៊ីកម្នាក់ឈ្មោះថា Jacques Lemaitre បានស្នើឡើងនូវទ្រឹស្ដីដ៏ថ្មីស្រឡាងមួយថាចក្រវាឡរបស់យើងមិនមានលំនឹងដូចអ្វីដែលគេធ្លាប់គិតតាំងពីមុនមកនោះទេផ្ទុយទៅវិញវារីកងាកធំឡើងជាប់ជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃក៏ប៉ុន្តែនៅពេលនោះទ្រឹស្ដីដ៏ចម្លែករបស់ Jacques Lemaitre ដែលគ្រាន់តែជាសាស្ត្រាចារ្យធម្មតាម្នាក់គ្មានកេរ្តិ៍ឈ្មោះអ្វីផងនោះមិនត្រូវបានគេទទួលស្គាល់នោះទេហើយ Einstein ខ្លួនឯងក៏បានច្រានចោលទ្រឹស្ដីរបស់ Jacques Lemaitre នេះដែរបើទោះបីជាទ្រឹស្ដីនេះវាស្របទៅនឹងសមីការដើមរបស់លោកមុនពេលបញ្ចូលកុងស្តង់ cosmologic នោះក៏ដោយក៏ប៉ុន្តែអ្វីៗត្រូវប្រែប្រួលក្រោយពីទ្រឹស្ដីរបស់ Jacques Lemaitre ត្រូវបានបញ្ជាក់ដោយភស្តុតាងចេញពីការសង្កេតជាក់ស្ដែងគិតមកត្រឹមទសវត្សរ៍ឆ្នាំ 1920 មនុស្សជាតិយើងអាចធ្វើការសិក្សានិងសង្កេតទៅលើតែផ្កាយដែលស្ថិតនៅក្នុង Galaxy Milky Way តែប៉ុណ្ណោះពីព្រោះថារាល់ផ្កាយដែលរះប្រងព្រាតលើមេឃហើយដែលគេអាចមើលឃើញដោយភ្នែកទទេគឺសុទ្ធតែស្ថិតនៅក្នុង Galaxy Milky Way នេះទាំងអស់ហើយយើងនៅមិនទាន់មានបច្ចេកវិទ្យាទំនើបដែលអាចមើលហួសពី Milky Way នេះនៅឡើយនោះទេហើយដូច្នេះហើយបានជាគេមិនអាចសង្កេតឃើញជាក់ស្ដែងពីការរីកធំនៃចក្រវាឡដោយអ្វីដែលស្នើឡើងដោយទ្រឹស្ដីរបស់ Jacques Lemaitre តែក៏ពិតទៅនៅពេលនោះមនុស្សភាគច្រើនលើសលប់គិតថាចក្រវាឡរបស់យើងនេះគឺមានត្រឹមតែក្នុង Milky Way នេះឯងដោយមិនមានអ្វីហួសពីនេះទៀតនោះទេជំនឿនេះត្រូវប្រែប្រួលនៅឆ្នាំ 1925 ក្រោយពីតារាវិទូអាមេរិកម្នាក់ឈ្មោះ Edwin Hubble បានធ្វើការសង្កេតដោយប្រើ telescope ប្រភេទថ្មីហើយបានរកឃើញ Galaxy ជាច្រើនផ្សេងទៀតដែលស្ថិតនៅខាងក្រៅ Galaxy Milky Way Edwin Hubble មិនត្រឹមតែរកឃើញ Galaxy ថ្មីនេះទេក៏ប៉ុន្តែនៅឆ្នាំ 1929 លោកបានរកឃើញថា Galaxy អស់ទាំងនេះមិនថាស្ថិតនៅទិសខាងណា
គឺសុទ្ធតែមានចលនាចេញឆ្ងាយពីភពផែនដីរបស់យើងទាំងអស់ហើយនេះវាគឺជាភស្តុតាងដែលបញ្ជាក់ថាចក្រវាឡរបស់យើងមិនស្ថិតនៅថេរដូចជាការគិតរបស់យើងតាំងពីមុនមកនោះទេតែផ្ទុយទៅវិញវារីកកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃEinsteinវិញក្រោយពីបានដឹងពីលទ្ធផលនៃការសិក្សារបស់ Edwin Hubble Einstein ក៏បានភ្ញាក់ខ្លួនហើយទទួលស្គាល់ថាចក្រវាឡពិតជារីកកាន់តែធំដូចជាការលើកឡើងរបស់ Jacques Lemaître ហើយសំខាន់ជាងនេះទៅទៀតគឺវាស្របទៅនឹងសម័យកាលដើមរបស់លោកមុនពេលដែលលោកបញ្ចូល constante cosmologique នៅពេលនោះហើយដែល Einstein បានលើកឡើងថាការកែប្រែសម័យកាលដើមដោយដាក់បញ្ចូល constante cosmologique នេះវាគឺជាកំហុសឆ្គងដ៏ធំបំផុតនៅក្នុងជីវិតរបស់លោក Einstein ក៏បានលុប constante cosmologique នេះចេញហើយវិលត្រឡប់ទៅរកសម័យកាលដើមរបស់លោកវិញក៏ប៉ុន្តែនៅពេលនោះលោកប្រកាសជាមិនទាន់ដឹងនៅឡើយទេថាកំហុសឆ្គងដ៏ធំនៅក្នុងជីវិតរបស់លោកនេះក្រោយមកនឹងក្លាយទៅជាប្រធានបទនៃការសិក្សាស្រាវជ្រាវលើទ្រឹស្ដីថ្មីដ៏សំខាន់ហើយ constante cosmologique ដែលលោកបានលុបចោលអាចជាប្រភេទថាមពលដែលអ្នកវិទ្យាសាស្ត្រកំពុងសិក្សាដែលគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា dark energyនៅពេលដែល Edwin Hubble រកឃើញថា Galaxy ទាំងអស់សុទ្ធតែមានចលនាចេញឆ្ងាយពីភពផែនដីហើយចក្រវាឡរីកកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃអ្នកវិទ្យាសាស្ត្រជាទូទៅនាំគ្នាគិតថាអត្រានៃការរីកមាឌនៃចក្រវាឡនេះនឹងត្រូវថយចុះបន្តិចម្ដងមកវិញដោយសារតែមានទំនាញពីកម្លាំងទំនាញសកលក៏ប៉ុន្តែនៅពេលដែលអ្នកវិទ្យាសាស្ត្រអាចអភិវឌ្ឍបច្ចេកវិទ្យាបានកាន់តែទំនើបហើយផលិតបាននៅ telescope ដែលអាចមើលឃើញកាន់តែឆ្ងាយគេបានជាសង្កេតឃើញផ្ទុយស្រឡះពីអ្វីដែលគេធ្លាប់គិតនេះទៅវិញនៅថ្ងៃទី24ខែមេសាឆ្នាំ1990 telescope ប្រភេទថ្មីទំនើបបំផុតមួយដែលគេដាក់ឈ្មោះថា Hubble ដែលយកតាមឈ្មោះលោក Edwin Hubble ត្រូវបានទីភ្នាក់ងារអវកាស NASA របស់អាមេរិកបង្ហោះដាក់ទៅក្នុងតារាវិថីជុំវិញភពផែនដីដោយសារតែការប្រើបច្ចេកវិទ្យាថ្មីទំនើបហើយម្យ៉ាងទៀតនៅក្នុងតារាវិថីមិនមានការរំខានពីសំណាក់បរិយាកាសនៃភពផែនដី Telescope Hubble អាចឲ្យគេឆ្លុះមើលឃើញបានឆ្ងាយហើយរកឃើញ Galaxy ថ្មីគិតជាសរុបរហូតដល់ទៅជាង 5000 ដល់ខ្លះស្ថិតនៅចម្ងាយរហូតដល់ទៅជាង 13,000 លានឆ្នាំពន្លឺពោលគឺគេអាចសង្កេតមើលឃើញនៅស្ថានភាពនៃចក្រវាឡដែលទើបនឹងចាប់កំណើតឡើងក្រោយ Big Bang កាលពី 13,700 លានឆ្នាំមុននៅឆ្នាំ 1998 ការសិក្សាតាមរយៈ Telescope Hubble ទៅលើ Galaxy ដែលនៅឆ្ងាយបានបង្ហាញថាកាលពីពេលមុនដ៏យូរលង់ចក្រវាឡរបស់យើងមានចលនារីកមាឌនៅក្នុងអត្រាយឺតជាងពេលបច្ចុប្បន្ននេះឆ្ងាយណាស់នេះធ្វើឲ្យគេសន្និដ្ឋានថាចលនារីកមាឌនៃចក្រវាឡវាមិនបានថយចុះដោយសារតែមានទំនាញនៃកម្លាំងទំនាញសកលនោះទេតែផ្ទុយទៅវិញគឺរឹតតែមានស្ទុះកើនឡើងទៅវិញដែលនេះធ្វើឲ្យអ្នកវិទ្យាសាស្ត្រនាំគ្នាគិតថាវាពិតជាមានកម្លាំងអ្វីមួយដែលខ្លាំងលើសកម្លាំងទំនាញសកលហើយដែលធ្វើឲ្យចក្រវាឡត្រូវរីកមាឌកាន់តែធំហើយកាន់តែលឿនបែបនេះរហូតមកទល់នៅពេលបច្ចុប្បន្នបាតុភូតនេះនៅតែជាអាថ៌កំបាំងដ៏ធំមួយក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើននាំគ្នាគិតថាកម្លាំងដែលលុបលើកម្លាំងទំនាញសកលហើយដែលធ្វើឲ្យចក្រវាឡរីកមាឌកាន់តែធំនេះគឺកើតចេញពីថាមពលនៃភាពទទេនៅក្នុងចក្រវាឡជាប្រភេទថាមពលដែលគេមិនអាចសង្កេតមើលឃើញបានហើយដែលគេឲ្យឈ្មោះថាថាមពលងងឹតឬ dark energy ហើយថាមពលនៃភាពទទេក្នុងអវកាសនេះគឺវាត្រូវគ្នាទៅនឹង constante cosmologique ដែល Einstein ដាក់បញ្ចូលទៅក្នុងសម័យកាលរបស់លោកក៏ប៉ុន្តែក្រោយមកបានលុបចេញទៅវិញដោយយល់ថាវាគឺជាកំហុសឆ្គងដ៏ធំបំផុតនៅក្នុងជីវិតរបស់លោកសប្តាហ៍ថ្ងៃនេះអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញភស្តុតាងដែលអាចបញ្ជាក់ឲ្យបានច្បាស់លាស់នៅសមិទ្ធកម្មណាមួយនៅឡើយទេក៏ប៉ុន្តែប្រសិនបើចុងក្រោយទៅគេអាចបញ្ជាក់ថាថាមពលងងឹតវាគឺពិតជា constante cosmologique មែននោះ
អ្វីដែលអានស្តាញគិតថាគឺជាកំហុសឆ្គងដ៏ធំបំផុតនៅក្នុងជីវិតរបស់លោកតាមក៏ពិតទៅវាគឺជាធាតុផ្សំដ៏ចម្បងបំផុតមួយនៃចក្រវាឡរបស់យើង